นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะริกริยานะมาสกัดไว้ ព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅយាយធម៌ទាំងពួងដោយប្រភ័យចំពោះព្រះអង្គឥតមានគ្រោងប្រដៅព្រះអង្គឡើយសូមក្រាបថ្វាយបង្គំព្រះរតនត្រ័យសូមក្រាបថ្វាយបង្គំព្រះសង្ឃព្រះថេរៈគ្រប់ព្រះអង្គសូមការអនុញ្ញាតគ្រប់កិច្ចទាំងពួងបានឱកាសក្នុងការសិក្សានៃរឿងរ៉ាវពុទ្ធថាប្រវត្តិជាដើមរូបរាប់អានពោះកាលណាមានយកគ្រប់ព្រះអង្គសម្រាប់ក៏មានយកទៅអស់គ្នាណាជាមានឱកាសមានពេលក៏បាននិមន្តជួយមកจึงបានមកបើមេរៀនយើងតនៅក្នុងការសិក្សានៅពុទ្ធប្រវត្តិណាតាមមកបានក្នុងចំណែកនៃកត់ឬខ្លះចាប់តទៅរឿងពុទ្ធប្រវត្តិហើយបារមីយើងចាំនៅក្នុងធម្មសមាធិនៃពុទ្ធការកធម៌បារមី10ហ្នឹងពុទ្ធការកធម៌ឬក៏យើងហៅថាបារមី10ហ្នឹងណាពុទ្ធការកធម៌10ធម៌ដែលព្រះពុទ្ធត្រូវរកហើយត្រូវពេញត្រូវធ្វើហ្នឹងមាន10រាប់ពីទានរហូតមកដល់ឧបេក្ខាបារមីហ្នឹងយើងបានកត់អូនដល់ទៅ30ហើយមកបំបែកណាបារមី30ហ្នឹងហើយមួយទៀតយើងមកសរសេរថាអធិប្បាយអានហ្នឹងតើតងនឹងពុទ្ធពនាមផ្សេងរាប់ពីបฏิបង្ករហូតមកដល់ព្រះបតមត្តរៈហើយសំខាន់ជាងក្នុងរឿងហ្នឹងគឺយើងអធិប្បាយទៅយើងកត់យកត្រង់ចំណុចដែលព្រះបរមពុទ្ធសាសនាបរមគ្រូនៃយើងយកកំណើតក្នុងពុទ្ធអង្គនោះព្រះអង្គការជាព្រះបរមពុទ្ធសាសនាមានឈ្មោះអីក្នុងតកូលណាអីខ្លះចឹងតើកណ្ណាតើជាក្នុងសម័យបฏิបង្កព្រះអង្គបានកើតជាសមេតបណ្ឌិតសមេតបោះហ្នឹងទៅបួសទៅហើយបានប្រាថ្នាជាពុទ្ធទទួលពុទ្ធជាកជាដំបូងក្រោយមកក្នុងសម័យព្រះកោដញ្ញៈសម្មាសម្ពុទ្ធក៏បានកើតជាព្រះបរមពុទ្ធសាសនាជាស្ដេចចក្រពត្តិដែលនាមវិជិតាវេណាសម័យព្រះមង្គលៈសម្មាសម្ពុទ្ធព្រះបរមពុទ្ធសាសនាយើងព្រះអង្គកើតក្នុងកើតជាព្រាហ្មណ៍ណាកើតក្នុងតកូលព្រាហ្មណ៍ជាព្រាហ្មណ៍នោះឈ្មោះថាសុរុជ័យឬក៏ក្លែងខ្លះថាសុរុជ័យប៉ុណ្ណាក្នុងសម័យនៃព្រះដ៏មានរូបភាពព្រះសម្មាសម្ពុទ្ធសុមនៈសម្មាសម្ពុទ្ធព្រះបរមពុទ្ធសាសនាបរមគ្រូនៃយើងព្រះអង្គកើតជាស្ដេចនាគដែលមានឈ្មោះថាអតុលៈណាអតុលៈហើយដល់ពេលនៅសម័យនៃព្រះសម្មាសម្ពុទ្ធពនាមរេវតៈសម្មាសម្ពុទ្ធព្រះបរមពុទ្ធសាសនាយើងបានកើតជាព្រាហ្មណ៍ដែរក្នុងនគរព្រាហ្មណ៍អញ្ចឹងទៅមានឈ្មោះថាអតិទេវៈកណាសម័យព្រះសាពិតៈសម្មាសម្ពុទ្ធព្រះបរមពុទ្ធសាសនាព្រះអង្គនៃយើងហ្នឹងក៏បានកើតជាព្រាហ្មណ៍ដែលមានឈ្មោះថាអចិតៈកណាកើតជាព្រាហ្មណ៍ន័យថាក្នុងតកូលព្រាហ្មណ៍ហ្នឹងណាក្នុងសម័យព្រះអនាមតស្សីសម្មាសម្ពុទ្ធព្រះពុទ្ធសាសនាបរមគ្រូនៃយើងព្រះអង្គបានកើតជាសេនាបតីយៈឬក៏ថាកើតជាយៈដែលមានសេនាច្រើនណាបរិវារច្រើនប៉ុណ្ណាហើយក្នុងសម័យព្រះបទុមបទុមៈសម្មាសម្ពុទ្ធព្រះអង្គបានកើតជាសីហៈសត្វសីហៈនៅកើតក្នុងកំណើតសត្វតិរិឆានតែពេលសត្វសីហៈបានជួបនឹងព្រះសម្មាសម្ពុទ្ធបទុមៈទៅក៏ចេះធ្វើការគោរពបូជាអីចឹងណាបែបគុំក្នុងសម័យព្រះនិរតៈសម្មាសម្ពុទ្ធព្រះបរមពុទ្ធសាសនាបានបួសជាតបោះ
ប៉ុន្តែថាបោះនៅឈ្មោះអីក៏អត់ប្រាប់រឿងរ៉ាវហ្នឹងក្នុងបេដកកម្មប្រាប់ដែរតែបានបួសជាសម្បត្តិហើយសម័យព្រះសម្មាសម្ពុទ្ធព្រះនាមបឋមត្តរៈព្រះអង្គបរមគ្រូនៃយើងព្រះបរមពុទ្ធសាសនាបានកើតជាមហារដ្ឋយៈចេដិលមហារដ្ឋយៈចេដិលនេះឈ្មោះទេណាឈ្មោះហើយជាអ្នកគ្រប់គ្រងនៅក្នុងដែនណាក្នុងរដ្ឋហ្នឹងកណ្ណាអានេះយើងរៀនមកយើងកត់មកបានអធិប្បាយដល់ណាដល់សម័យព្រះសម្មាសម្ពុទ្ធបឋមត្តរៈណែហើយយើងមកមើលតទៀតអានបន្តទៀតក្នុងទី10ណាដល់ទី11ណាសមេធកថាពុទ្ធនាមថាសមេធណា11សមេធកថាក្នុងអបរភាកានៃព្រះសម្ពុទ្ធព្រះនាមបឋមត្តរៈនោះបរិនិព្វានកន្លងទៅហើយបាន30000កាប់ណាកន្លងមក30000កាប់30000ផែនដីទៅព្រះពុទ្ធពីរព្រះអង្គគឺព្រះពុទ្ធទ្រង់ព្រះនាមសុមេធៈមួយព្រះពុទ្ធទ្រង់ព្រះនាមសុជាតៈមួយកើតឡើងក្នុងកាប់មួយជាមួយគ្នាហើយព្រះពុទ្ធទ្រង់ព្រះនាមសុមេធៈមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុជាព្រះខេណាស្រព100កោដប្រជុំក្នុងសុទេសននគរភាសាវសន្និបាតមានថាមកជួបជុំនេះណាណានិយាយទៀតក្នុងទុតិយសន្និបាតមានភិក្ខុ90កោដក្នុងតតិយសន្និបាតមានភិក្ខុ80កោដគ្រានោះព្រះពោធិសត្វនៃយើងជាមានុបឈ្មោះឧត្តរៈនៅចាំទៅណាបានចំណាយទ្រព្យដែលខ្លួនកប់ទុកក្នុងផែនដីថ្វាយជាមហាទានដល់ព្រះសង្ឃដល់ព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានបានស្ដាប់ប្រធមទេសនារបស់ព្រះសាស្តាហើយក៏នឿយណាយក្នុងកាយចេញបួសក្នុងសំណាក់ព្រះសព្វញ្ញូពុទ្ធព្រះអង្គទ្រង់ជាកថាឧត្តរមានុបនេះនឹងបានត្រាស់ជាព្រះពុទ្ធព្រះអង្គក្នុងអនាគតដករបស់ព្រះមានប្រភិយទ្រង់ព្រះនាមសុមេធៈនោះឈ្មោះសុទេសនៈព្រះវររាជបិតាព្រះនាមសុតតាព្រះវររាជមាតាព្រះនាមសុតតាព្រះធេរៈឈ្មោះសុវណ្ណៈព្រះធេរៈឈ្មោះសាពកាមៈជាអគ្គសាវកព្រះធេរៈឈ្មោះសាកេរៈជាពុទ្ធុបថាព្រះធេរីឈ្មោះរាមានិងព្រះធេរីឈ្មោះសុរាមាជាអគ្គសាវិកាមានមហានិមពព្រឹកដើមស្ដៅជាធំជាពោធិបានព្រះអង្គត្រាស់ដឹងក្រោមដើមស្ដៅព្រះពុទ្ធនាមសុមេធៈនេះណាមានព្រះកាយកម្ពស់88ហត្ថមានប្រជញ្ញអាយុ90000ឆ្នាំចប់សុមេធៈកថាបើយើងអានទៅយើងចំណាំថាក្នុងសម័យកាលនៃព្រះដ៏មានពភាកពុទ្ធដែលព្រះអង្គមានប្រជញ្ញវែងណាគឺការជួបជុំសាវកសន្និបាតភិក្ខុសង្ឃតែងតែមាន3ដងកណា3ដងតែចំពោះព្រះបរមគ្រូនៃយើងពុទ្ធព្រះអង្គយើងនេះគឺមានការជួបជុំភិក្ខុសង្ឃតែម្ដងទេគឺថ្ងៃ15កើតខែមីនាតែម្ដងគត់កណាដែលជួបជុំឲ្យសម្ដែងបដិមកអវត្តបដិមកនោះមានតែម្ដងទេតែបើសម័យពុទ្ធដែលមានបច្ចុប្បន្នច្រើនដោយវាមើលសុមេធៈនេះជាដើម90000ឆ្នាំនេះគឺជួបជុំ3ដងប៉ុន្តែជួបជុំ3ដងវាពិសេសត្រង់ថាជួបជុំ3ដងហ្នឹងប៉ុន្តែជួបជុំតែថ្ងៃមាឃនឹងឯងគាត់តែឆ្នាំខុសគ្នាដូចថាប្រហែលឆ្នាំអញ្ចឹងទៅព្រះអង្គជួបជុំម្ដងអញ្ចឹងណាគណៈក្នុង90000ឆ្នាំដែលព្រះអង្គទ្រង់បួសណាក្នុងរវសាដែលព្រះអង្គបួសណាតែអាចថាមិនមែនថាឆ្នាំនឹងជួបជុំហើយឆ្នាំក្រោយជួបជុំតែហ្នឹងទេប៉ុន្តែទោះថាជួបជុំឆ្នាំណាក៏ដោយប៉ុន្តែលោកនៅតែថាលោកនិយាយថាគឺជួបជុំក្នុងថ្ងៃមាឃនឹងឯងហើយមាឃ15កើតខែមាឃដែលថាជួបជុំហើយព្រះអង្គសម្ដែងនៅអវត្តបាតែមកហ្នឹងគឺជួបជុំក្នុងថ្ងៃហ្នឹងឆ្នាំផ្សេងគ្នាតែថ្ងៃជាមួយគ្នាថ្ងៃ15កើតខែមាឃដូចគ្នាអញ្ចឹងណាការប្រជុំសាវកសន្និបាតគឺមានក្នុងថ្ងៃហ្នឹងចាំតែថ្ងៃ15កើតខែមិញហ្នឹងតកតងនឹងពុទ្ធដែលយើងថារូបព្រះអង្គទ្រង់សម្ដែងអវត្តបាទៅមកដែលយើងធ្វើមាឃបូជានេះយើងត្រូវនឹករលឹកថាមែនតែពុទ្ធព្រះអង្គយើងទេដែលជួបជុំសាវក
តនិបាតដែលវត្តបដិមកក្នុងថ្ងៃនេះហ្នឹងគឺពុទ្ធអង្គមុនក៏ដូចគ្នាដែរហើយមានជួបជុំគ្នាម្ដងពីរដងបីដងអីអញ្ចឹងក៏នៅតែថ្ងៃ15កើតខែមិញដែរប៉ុណ្ណាពេលយើងអានទៅយើងគាត់ថាបញ្ជាក់ទៅហ្នឹងហើយចំពោះដើមឈើដែលពុទ្ធត្រាស់ដឹងហ្នឹងវាអត់ទៀងទាត់ទេយើងមិនមែនថាត្រូវតែដើមពោធិ៍ដូចយើងសពថ្ងៃដែលយើងថាដើមពោធិ៍នេះអានឹងបែបឈ្មោះដើមគេហៅថាដើមអសត្តព្រឹក្សដែលខ្មែរយើងថាពោបាយពោអីតែដល់ចង្ខៅអញ្ចឹងតែដល់ពេលដើមអសត្តព្រឹក្សហ្នឹងព្រះអង្គត្រាស់ដឹងនៅក្រោមដើមហ្នឹងទៅដើមហ្នឹងខ្លាចទៅជាដើមពោទៅគេហៅដើមពោមកចូលសម្បីតែដើមស្ដៅក៏ដោយបើកាលណាឈ្មោះដើមវាដើមស្ដៅដល់ពេលសម័យដែលព្រះពុទ្ធត្រាស់ដឹងនៅក្រោមដើមស្ដៅហ្នឹងគេហៅថាដើមពោដែរណាដើមហ្នឹងគេលែងហៅគេហៅថាដើមពោប៉ុន្តែឈ្មោះដើមវាស្ដៅយើងបើដល់កាន់តែដើមស្ដៅនឹងធំសម័យព្រះពុទ្ធអង្គខ្លះត្រាស់ដឹងនៅក្រោមដើមឫស្សីក៏ដែរដើមឫស្សីក៏ដើមឫស្សីធំដែរកណាធំប៉ុនកង់កតេះហ្នឹងកណាហើយមានមលុបមានអីអញ្ចឹងណាប៉ុនកង់កតេះប៉ុនដុំដុំវិញណាដុំកង់កតេះដើមវាណាធំតែដើមធំកណាធំណាដើមឫស្សីមិនមែនហើយតែមកដើមមួយអញ្ចឹងទៅតែធំណាប៉ុន្តែដើមឫស្សីប៉ុន្តែដើមឫស្សីនឹងវាធំប្លែកជាងគេហើយមានមែកមានអីអញ្ចឹងទៅព្រះអង្គត្រាស់ដឹងដល់ហ្នឹងវាសម័យត្រាស់ដឹងដើមឫស្សីពុទ្ធអង្គខ្លះហើយយើងចាំវិញព្រះបរមពុទ្ធសាសនាយើងព្រះអង្គកើតជាអីអ្នកមាននុបឈ្មោះអីបាញ់ឈ្មោះអីណាឈ្មោះថាឧត្តរពាមាននុបក៏ថាក្នុងសម័យព្រះពុទ្ធពនាមថាសុមេធៈហ្នឹងទេតិចមកកណាពុកពីតិចមកសម័យព្រះសម្មាសម្ពុទ្ធពុកមេធៈណាសុមេធៈមានតែជប៉ុននៅណាជប៉ុនបរទេសណាប្រាជ្ញាអឺណែចូលទៅណាខ្លះតែព្រះសមេធៈសមាសម្ពុទ្ធណាក្នុងសម័យនេះព្រះពុទ្ធរិស័ទបានកើតជាមាននុបណាមាននុបអូខេមែនថាឧត្តរៈអានេះអង្គបានកើតជាមាននុបហ្នឹងឈ្មោះថាឧត្តរៈហើយទី11ណាព្រះពុទ្ធទី11ហើយព្រះអង្គលេខក៏បានតែប៉ុន្តែខ្ជិលបងណាតែយើងមានឱកាសមានពេលដែលក៏រៀនចំណាំទាំងអស់គ្នាមកហើយតែបានដាក់យន្តការខាងលើជួយព្រាសម្ដាក់តិចសម័យព្រះសម្មាសម្ពុទ្ធពរាមសូមេធៈឬក្នុងសម័យព្រះសមេធៈសម្មាសម្ពុទ្ធ
ព្រះបរមពុទ្ធសាសនាបានកើតជាមានុបឈ្មោះថាឧត្តរៈហើយបានបួសណាប៉ុន្តែមុនបួសយើងឃើញថាព្រះអង្គថ្វាយទានឲ្យទានចំពោះភិក្ខុសង្ឃព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានជាមហាទានហើយបានលះបង់ទ្រព្យសម្បត្តិមកចេញបួសក្នុងព្រះពុទ្ធសាសនាក្នុងសម័យព្រះសម្មាធិសម្មាសម្ពុទ្ធណាចឹងការបួសរៀនសំរឿងធម៌ត្រាស់ដឹងនេះព្រះអង្គសំមកក្នុងពុទ្ធមុនចឹងហើយបានបួសបានរៀនបានស្ដាប់បានអីចឹងបានជួបពុទ្ធមុនចឹងណាក៏ថាចឹងបានជាបនិស្ស័យទៅពេលព្រះអង្គគ្រប់គ្រាន់បារមីគ្រប់គ្រាន់បានជាបច្ច័យឲ្យព្រះអង្គអាចចារណាត្រាស់ដឹងដល់ខ្លួនឯងបានណាបើសិនជាអត់ដែលបានស្ដាប់ក៏ដែលបានរៀនពីមុនមកទេវាមិនមែនមានបញ្ញាណាមកកើតឯងទេទោះថាសច្ចេតកបញ្ញាក៏មិនដែលយកបញ្ញាដែលសំពីពុកមុនមកហ្នឹងឯងវាជាប់តាមមកនៅក្នុងសន្តានដែរណារួចនៅកាក់រួចឲ្យលឿនណាកាក់តមកយើងមកមើលទៀតណាមើលទៀតណាពុទ្ធទី12ណាទី12ហើយវណ្ណាធ្វើមើលព្រមដល់រួចណាអស់យើងត្រឹមនៅនឹងកាក់នឹងពលឺនឹងកាក់នឹងពលឺរួចអង្គណាថាមិនតាន់រួចទៅក៏ចប់នាទី12សុជាតកថាគឺប្រពុតពនាមថាសុជាតៈដល់អបរភាកាលដែលព្រះពុទ្ធទ្រង់ប្រនាមសមេធៈនោះបរិនិព្វានកន្លងទៅហើយតែមានព្រះពុទ្ធទ្រង់ប្រនាមថាសុជាតៈកើតឡើងក្នុងលោកព្រះមានព្រះភិក្ខប្រនាមសុជាតៈនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ60000រូបតងទុតិយសន្និបាតមានភិក្ខុ50រូបក្នុងតតិយសន្និបាតមានភិក្ខុ40រូបបានន័យថាកន្លងឆ្នាំមកយូរហើយណាចាការជួបជុំវាតាមនឹងទៅគណានេះឃើញតិចតែយើងកន្លងព្រះអង្គកន្លងមកឃើញតែច្រើនមែនណាកោតអីយ៉ាងទៅកម្រមាន10000ណាគេថាកោតអី40កោត80កោត80កោត90ទៅ100កោតតែនេះមក60000គណាធម្មសន្និបាតបានតែ60000រូប60000តែច្រើនតិចទៅ10000ដល់ពេលក្រោយមកទី2លើកទី2 50លើកទី3 40បាត់ទៀត60000យើងគិតតែមើល60000ថយមិនដល់ត្រឹម50រូបវាតិចមែនតើណាសឹកអស់អីប្រជុំសន្និបាតអីសិតតែជាព្រះអរិយមានសឹកទេលោកប្រេណពៀនតែប្រេណពៀនឬក៏លោកមិនបានមកជួបជុំអញ្ចឹងណាជាច្រើនការជួបជុំហ្នឹងគឺសិតតែជាព្រះអរិយកម្រមានពុទ្ធជនណាក៏ដែរតែសាវកសន្និបាតហ្នឹងហើយព្រោះលោកត្រូវមកដោយរិទ្ធក៏ដែរមកដោយរិទ្ធអញ្ចឹងតាមអ្នកមានរិទ្ធមានឈានបញ្ញាយើងអាចតែសុទ្ធតែជាព្រះអរហន្តដូចយើងស្ដាប់ក្នុងសម័យព្រះអង្គថាសុទ្ធតែជាព្រះអរហន្តតែលោកមានអីទៅសឹកណានេះយើងឃើញថាលោកអាចថាលោកបានមកអីទៅណាការលោកចាស់ឲ្យលោកបានមកបានអីទៅបានពួកការប្រជុំធ្វើសាវកសន្និបាតនេះអត់មានបានណាត់ទុកទេណាគ្រានោះព្រះពោធិសត្វដែលយើងជាស្ដេចចក្រពត្តិទ្រង់បានជ្រាបដំណឹងថាព្រះពុទ្ធកើតឡើងហើយក៏ចូលទៅគាល់ទ្រង់ព្រះសណ្ដាប់ព្រះធម្មទេសនាហើយបានបាយរិយសម្បត្តិក្នុងចម្ពោះទ្វីបធំទាំង4មួយលើដោយកៅទាំង7ដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានហើយចេញទ្រង់ព្រះភ្នោះក្នុងសំណាក់ព្រះសាស្តាព្រះសម្មាសម្ពុទ្ធទ្រង់ជាកថាបរិជាអង្គនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងអនាគតនគររបស់ព្រះមានព្រះភិក្ខប្រនាមសុជាតៈនោះឈ្មោះសុមង្គលៈ
ព្រះវររាជបិតាប្រណនាមឧគតៈព្រះវររាជមាតាប្រណនាមបភាវតីព្រះថេរៈឈ្មោះសុទេសណៈនិងព្រះថេរៈឈ្មោះសុទេវៈជាអគ្គសាវកព្រះថេរៈឈ្មោះនិរតៈជាពុទ្ធុបថាព្រះថេរីឈ្មោះនាគានិងព្រះថេរីឈ្មោះនាគសមាឡាជាអគ្គសាវិកាមានមហាវេលុព្រឹក្សឫស្សីធំជាពោធិមានព្រះកាយកម្ពស់50ហត្ថមានព្រះជន្មាយុ90000ឆ្នាំចប់សុជាតកថានេះដើមឫស្សីមហាវេលុព្រឹក្សមហាវេលុព្រឹក្សបានន័យថាដើមឫស្សីហ្នឹងដើមឫស្សីធំខុសពីដើមឫស្សីយើងធម្មតានេះណាដូចយើងមើលតាមវីដេអូឃើញដូចនៅចិនហ្នឹងឃើញគេមានដើមដែរដើមឫស្សីប្រភេទដើមឫស្សីវាខ្លះធំមែនមើលទៅធំកណាធំដើមឲ្យធំអត់មានថ្នាំងច្រើនទេអាដើមឫស្សីធំចឹងតែមានថ្នាំងទេបើធ្លាប់ទៅកាប់ដើមឫស្សីព្រៃឫស្សីដែលយើងនៅតាមព្រៃមែនថាដើមឫស្សីព្រៃទេអាដើមឫស្សីដូចយើងឫស្សីហើយដូចតែប៉ុណ្ណាហ្នឹងតែនៅព្រៃគេហៅព្រៃប៉ុន្តែមិនមែនអាឫស្សីព្រៃដែលយើងយកមកធ្វើប្រអោងទេណាដើមឫស្សីធំកណាធ្លាប់ទៅកាប់មួយញោមប៉ុណ្ណេះកណាធំភ្លើកណាកាត់មកយកមកពុះនឹងពុះចំណេញណាកាត់អត់ចំណេញតែប៉ុនក្រាក់យើងអីនឹងធំចឹងអាហ្នឹងយើងធ្លាប់ជួបឃើញតែដែលវាមិនសម្បូរទេអាដើមហ្នឹងវាមានតិចកាលដែលស្អីដែលទៅជួបចឹងកាលមាន1 2អីចឹងណាមកគុំតែឲ្យថាគុំហ្នឹងវាចំមកកន្លែងធ្លុកតពាំងអីចិត្តហ្នឹងមាត់ពាំងមាត់ទៅអូចឹងណាវាល្អចឹងកាលណាធ្លាប់ទៅកាប់ស្អីជាមួយញោមយកមកធ្វើព្រួលធ្វើព្រូងត្រួយណាតែនៅមិនតាន់បួសហ្នឹងណាណែយើងមិនដឹងធ្វើអីមិនបួសមិនដឹងតែបាបដែរណារស់ត្រីមិនតែមិនដឹងណាបើថាកុហកទៅត្រូវតែធ្វើគេក៏ធ្វើយើងក៏ធ្វើតែយើងទៅដូចតែធម្មតាណាណាចាស់ទៅបានបួសមកសុំសិលសម័យទៅបួសទៅបានឈប់ចឹងទៅចាជីវិតយើងចឹងអាហ្នឹងកើតក្នុងតកូលអ្នកកសិករទៅស្រែចម្ការចុះបើកើតចំតកូលអ្នកនេសាទណាមិនដឹងកើតបានឈប់រស់ត្រីដែរបើតកូលនឹងអ្នកនេសាទចេះរស់ត្រីតែនៅក្នុងពោះម៉ែឪមកចាំម៉ែទៅរកត្រីកូនក៏ទៅរកត្រីជាមួយតែនៅក្នុងពោះម៉ែមកតែដើមឫស្សីធំកណាស់ធំហើយឫស្សីធំនោះថ្នាំងវានេះទេវើលឲ្យពុះឲ្យស្រួលកណាហើយព្រះអង្គព្រះសុជាតៈត្រាស់ដឹងនៅដើមឫស្សីនឹងក្រោមដើមឫស្សីនឹងកណាព្រះអង្គកើតជាស្ដេចចក្រពត្តិអត់មានពនាមទេអត់ប្រកាសពនាមគាត់ថាជាស្ដេចចក្រពត្តិប៉ុណ្ណឹងណាក្នុងសម័យព្រះសុជាតៈសរសេរតិចសរសេរក្នុងសម័យព្រះសុជាតៈព្រះសុជាតិណាទ្រង់បានកើតជាស្ដេចចក្រពត្តិណាប្រព័ន្ធនេះសិព័ន្ធតពត្តិចេះសិព័ន្ធនឹងកើតជាស្ដេចចក្រពត្តិ
ចាក់កពតហ្នឹងយើងមិនចាំបាច់ដាក់ទាំងយកក៏បានណាមិនដាក់ទាំងយកក្នុងនេះដាក់មិនបាច់ដាក់ទេចាក់ក្រពតពនពតមិនមុនទៅមានដាក់ចាក់ក្រពតយើងសង្កេតមើលអានពុទ្ធប្រវត្តិអ្វីដែលដូចគ្នាគឺរឿងរ៉ាវនាំគ្នាមានឈ្មោះព្រះអង្គទៅព្រះអង្គមានឈ្មោះពុទ្ធហើយព្រះសម័យកាលពុទ្ធអង្គនឹងតពីអង្គណាមអស់ហើយឈ្មោះយើងចាំមកក្នុងមួយក្នុងពុទ្ធអង្គមួយយើងចាំឈ្មោះពុទ្ធហើយចំណុចសំខាន់ដែលយើងកត់đấyឈ្មោះព្រះបរមពុទ្ធសាសនាយើងនោះកើតជាស្អីតមកឈ្មោះពមេដាបបិតារបស់ពុទ្ធព្រះអង្គនោះណាតាមអង្គមួយដូចព្រះសជាតៈនោះពមេដាបបិតាពនាមអីហើយមានឧបថាមានអគ្គសាវកអគ្គសាវកហើយមានពុទ្ធុបថាហើយមានអគ្គសាវិកាណាអគ្គសាវិកាមកមានដើមឈើដែលព្រះអង្គត្រាស់ដឹងណានោះអីខ្លះហើយនឹងបច្ចុប្បន្នរបស់ព្រះអង្គកណាតាមពុទ្ធព្រះអង្គមួយហ្នឹងព្រះអង្គមានបច្ចុប្បន្នអត់ដូចគ្នាទេអង្គខ្លះអាចតែដូចគ្នាដោយបច្ចុប្បន្នដែលកម្ពស់ឲ្យខុសគ្នាព្រោះកាយហើយព្រះអង្គខ្លះមានកាយខ្ពស់ប៉ុណ្ណាដល់ទៅ88ហត្ថឯនោះយើងឃើញនឹងកម្ពស់ប៉ុណ្ណាដែរណាដោយដើមតកដងនោះដងតុងយើងនោះណាពោះដងតុងពី10ម៉ែត្រយើងគិតថា2ហត្ថឬ1ម៉ែត្រចុះ80ហត្ថមកចូលតែ100ហត្ថដែរចង់តែ100ហត្ថដែរ88ហត្ថបានប្រហែលម៉ែត្រតិចណារៀនសវណ្ណរា88ហត្ថបានប្រហែលម៉ែត្រណាបើយើងគិតតែ80ហត្ថវាស្មើ40ម៉ែត្របាទដែរមែនណាណាហើយក៏ពួកព្រះអង្គ40ម៉ែត្រហើយយើងដងទងដាក់ដើមមីក្រូដងទងយើងដាក់ផ្លូវឡើងទៅ2 10ម៉ែត្រហ្នឹងតែឡើយក៏ពោះលឹមហើយដងមីក្រូយើងហ្នឹង3 10ម៉ែត្រពោះជើងមីក្រូតែ10ម៉ែត្រយើងងើយមើលក៏ដែរចា40ម៉ែត្រហ្នឹងក៏ពោះប៉ុណ្ណាដែរពោះជាអាដើមក្បាក់ហើយពោះជាអាដើមកន្លែងរុកសួនបេះដូងទៅទៀតអាដើមកន្លែងក៏សួនបេះដូងទៅយ៉ាងច្រើនក៏ពោះបាន20ម៉ែត្រតែព្រះអង្គក៏ពោះ40ម៉ែត្រ40ម៉ែត្រហើយនៅសល់8ហត្ថទេបើយើងនិយាយ88ហត្ថណា3ហត្ថ4ម៉ែត្រទៀតពោះ44ម៉ែត្រតែបើថាជួបសម័យយើងវិញយើងហៅថាមិនដឹងហៅថាមនុស្សល្មិចទេបើសិនសម័យយើងណាបើដូចយើងសម័យយើងមនុស្សតូចបើដល់មកឃើញអ្នកអញ្ចឹងយើងថាបិសាចថាយៈប្រែតអីមិនដែរទេវតាយើងឃើញសម័យយើងថាទេវតាណាតែសម័យនោះមនុស្សធំអញ្ចឹងទូទៅអញ្ចឹងធំអញ្ចឹងអញ្ចឹងប្រហែលតែគ្នាហ្នឹងគាត់ថាព្រះអង្គគឺធំជាងគេមិនតូចជាងគេទេព្រះអង្គទៅធំហើយស្អាតជាងគេណាគឺតាមសម័យកាលហ្នឹងអាយុរបស់មនុស្សសម័យនោះ90000ឆ្នាំយើងឃើញតាមដោយពុទ្ធពនាមសុជាតៈនេះ90000ឆ្នាំទៅក៏កម្ពស់តាមហ្នឹងដោយព្រះអង្គនេះកម្ពស់ប្រហែល50ហត្ថកណ្ណាណា50ហត្ថយើងឃើញបានប្រមាណណាណា
10 hạt វា5 ម៉ែត្របញ្ញានេះ50 ហត្ថនេះព្រះអង្គណាបាន20កម្ពស់ព្រះអង្គបាន20 25 ម៉ែត្រណាពូចឹងកុមារវ័យរបស់ព្រះអង្គហ្នឹងក្នុង90000ឆ្នាំនេះចែកចេញជា3ទៅណានៅកុមារវ័យពាក់កណ្ដាលនៅពាក់នៅមួយចំណែកហើយនៅការដែលបឋមវ័យមួយចំណែកបានអឺបួសចាស់នៅវ័យចាស់មួយចំណែកទៀតកណ្ណាចឹងយើងមានឱកាសរៀនពេលទៅតើរៀនចំណាំកណ្ណាអ្នកអរគ្នានេះជាយាមចំណាំជាយាមចាំខ្ញុំបានខ្ពស់ច្រើនកណ្ណាតាមមកយើងមកមើលចំណុចទី13ណារួចហើយមិនទាំងអស់គ្នារួចណាសុជាតៈណាទី13បយៈទះសេកថាបយៈទះសេកថាបានថាពេញថាបយៈទះសេតែនេះសេជាប់នឹងកថាថាបយៈទះសេកថាក្នុងអបរៈភាកាលនៃព្រះពុទ្ធទ្រង់ប្រនាមសុជាតៈនោះបរិនិព្វានកន្លងទៅហើយទើបមានព្រះមានទើបមានព្រះពុទ្ធ3ព្រះអង្គគឺព្រះបយៈទះសេមួយព្រះអដ្ឋទះសេមួយព្រះធម្មទះសេមួយកើតឡើងក្នុងកັບមួយជាមួយគ្នារាប់ថយក្រោយអំពីបដកັບនេះទៅ15 18កັបដើម្បីឯព្រះពុទ្ធបយៈទស្ស័យនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ100,000 កោដ100,000 កោដនេះសំតិចច្រើនក្នុងទុតិយសន្និបាតមានភិក្ខុ90 កោដក្នុងតតិយសន្និបាតមានភិក្ខុ80 កោដគ្រានោះព្រះពោធិគ្រានោះពោធិសត្វនៃយើងជាមានុបឈ្មោះកាសបៈកើតជាមានុបណាបកាសបៈជាអ្នកចេះចាំនៅត្រៃវេទបានស្ដាប់ប្រធមទេសនានៃព្រះសាសនាហើយបរិច្ចាគទ្រព្យ100,000 កោដកសាងអារាមប្រគេនព្រះសង្ឃមានព្រះពុទ្ធជាប្រធានហើយតាំងនៅក្នុងសារណគមនិងសិលសម្រាប់នោះព្រះសម្មាសម្ពុទ្ធទ្រង់ជាកថាកសបៈមេនុបនេះចំណេរការទៅឯអនាគតរាប់ពីត្រឹមកាប់នេះកន្លងទៅ18កាប់ទៀតដែលបានត្រាស់ជាព្រះពុទ្ធមួយអង្គនគររបស់ព្រះមានពភាកទ្រង់ប្រនាមពយៈទស្ស័យនោះឈ្មោះអណោមៈអណោបមៈណាអនុបមៈព្រះវររាជបិតាព្រះនាមសុទណៈព្រះវរាជបិតាព្រះនាមចន្ទាព្រះថេរៈឈ្មោះបាលិតៈនិងព្រះថេរៈឈ្មោះសាពទស្ស័យជាអគ្គសាវកព្រះថេរៈឈ្មោះសោពិតៈជាពុទ្ធុបដ្ឋៈព្រះថេរីឈ្មោះសុជាតានិងព្រះថេរីឈ្មោះធម្មតនីជាអគ្គសាវិកាមានកកុធៈព្រឹកដើមថ្ងាន់ជាពោធិមានព្រះកាយកម្ពស់80 ហត្ថមានព្រះជន្មាយុ90000 ឆ្នាំចប់ពយៈទសិកថាកណាហ្នឹងគឺសម័យនៃព្រះនាមាភិបព្រះនាមពយៈទស្ស័យព្រះអង្គមានបច្ចុប្បន្ន90000 ឆ្នាំណាសាវកសន្និបាតក៏មាន3លើកដែរហើយចំណុចដែលយើងចាំព្រះបរមពោធិសត្វដែលយើងព្រះអង្គកើតជាព្រះបរមពោធិសត្វក្នុងកាលនោះជាមានុបណាកើតជាមានុបឈ្មោះអីគេមិនឈ្មោះណាអង្គកើតជាមានុបឈ្មោះអីមិននេនហួរអង្គឈ្មោះអីមិនមានុបព្រះបរមពោធិសត្វឈ្មោះអីណាកើតជាមានុបឈ្មោះគេនេនហួរខ្ញុំស្ដាប់បន្តិចទៅនេះដូរទៅប៉ុណ្ណាយ៉ាភ្លេចដូរនៅសម្បត្តិមត្តរាព្រះពេទេស័យព្រះអង្គបានកើតព្រះបរមពុទ្ធសាសនាកើតជាមានុប
mua thà cả sập tạ mình bán bùa ở mình sẽ đạp mình bán bùa ở pre vào bùa sạch thì dừng bán bùa ở à chạy bùa ở mình bán bùa ở thì tôi sẽ đạp bây giờ lấy trên nào lườm này à jadi ông bán bùa ở pre vào bùa sạch mình bán bùa ở à sebenarnya ông bán bùa ở mình pre vào bùa sạch để bán bùa ở mình để cả sập tạ này bán bùa ở để cả bán bùa ở mình sẽ đạp mình à để cả sập tạ này pre vào bùa sạch yang kata các bạn mình nộp vào nhỉ bạn bùa ở trong sân bay về bây giờจะใส่เนี่ยbạn bùa nè bạn bóc bùa này từ xa bạn bùa ăn này rồi bạn bùa bạn bùa ở các bạn mình nộp bạn bùa hả ơi làm gì đây mình sẽ tập bạn này bạn bùa thì bạn ở thay bạn ở bạn này bạn nào bạn là bạn bùa như nộp bạn bùa ơi bạn không ở không được rồi làครูอ่านนักอ่านตามให้เวิร์กมันสดับอาจารย์โตเห็นทั่วบัวอัดในที่บ้านสักบ้านเกดเกอัดอัดเกดันเนี่ยอ่ะเห็นทั่วใหม่อัจฉริยะรอรุ่นไหนเนี่ยบ้านอะไรลักษณะเด้อลักษณะเวรอ่านจะออกเป็นแบบบัวในสายอ่ะรุ่นนั้นแบบหนาเลยนะการเดินเดินเดินออกนั่งก็ไปตรวจไม่ต้องอะไร Để tôi đào nhận luôn về nè cả rồi á Tết nó sớm nay pre và tầm phút pre đi bạn pre đi bây giờจะใช้pre rồng bồ sát chứ và ta chỉ miền đông đã mua thả cả sập cả và bạn bùa tế còn bạn phải tiền thật thôi tới đó là sao là nặng cũng phải điểm sợ nữa cho nên ta chùa Phật hay sao bạn buộc cướp Phật triệt là cái miền tên bạn bùa là tới cái đạp tới bạn bỏng bùa tới tới giờ chẳng có mình thằng bạn buộc cướp thở
ជាតិឯណាអត់ទេដូចគ្នាណាស្រ័យបដិស័យណាការសំនឹងផងហើយជាតិហ្នឹងវាមានជាស្រ័យលះបង់ហើយទៅក្នុងការបួសអត់តែក៏ជាហេតុដែរអាចថាជាហេតុមួយសំដែរណាបើយើងធ្លាប់បានបួសទៅក៏ជាបដិស័យសំហើយនឹកឃើញចង់បួសថំអីយ៉ាងដែរកណ្ដាលបើអានបន្តទៀតក្នុងព្រះមានពភាកពនាមថាអដ្ឋទេសីគឺអដ្ឋទេសីកថាទី14ណាតាទី14ពុទ្ធទី14នេះណា25ទាំងព្រះអង្គយើងចាំបាន14ណាទាំងបើ25សល់11ទៀតណាអានចប់9 14តែ14ពិតអដ្ឋទេសីកថាក្នុងអបរភាការនៃព្រះពុទ្ធទ្រង់ប្រណីមពយទេសីនោះបរិនិព្វានកន្លងទៅហើយទើបមានព្រះពុទ្ធទ្រង់ប្រណីមអដ្ឋទេសីកើតឡើងក្នុងលោកព្រះពុទ្ធអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ98សែនរូបក្នុងទុតិយសន្និបាតមានភិក្ខុ8សែនរូបទៅតតិយសន្និបាតក៏ដូចគ្នាតតិយក៏8សែនរូបដែរគ្រានោះពោធិសត្វយើងជាបរិសឈ្មោះសុសិមៈសុសិមៈណាសុសិមៈបួសជាតាបោះមានឫទ្ធិច្រើនបានទៅនាំយកការមន្ទារវៈបោះអំពីឋានទេវលោកបកធ្វើជាឆាត់បូជាព្រះសាស្តាព្រះសម្ពុទ្ធទ្រង់ប្រណីមព្រះសម្ពុទ្ធទ្រង់ជាកថាតាបោះនេះដែលបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងអនាគតនគររបស់ព្រះមានភិក្ខព្រះនាមអដ្ឋទេសីនោះឈ្មោះថាសោភិតៈព្រះវររាជបិតាព្រះនាមសាគរៈព្រះវររាជមាតាព្រះនាមសុទស្សនាព្រះថេរៈឈ្មោះសន្តៈនិងព្រះថេរៈឈ្មោះឧបសន្តៈជាអគ្គសាវកព្រះថេរៈឈ្មោះអភិយៈជាពុទ្ធុបថាព្រះថេរីឈ្មោះធម្មានិងព្រះថេរីឈ្មោះសុធម្មាជាអគ្គសាវិកាមានចាំបកៈព្រឹកតាមចាំតាមអានេះគួរតែថាដើមចំបក់ប៉ុន្តែបើយើងអានតែនេះដើមចំបបងកបក់ណាដើមចំបក់ណាដើមចំបក់ណាជាពោធិតែមានព្រះកាយកម្ពស់88ហត្ថមានរស្មីផ្សាយចេញអំពីព្រះសរីរៈប្រមាណ1យោជន៍ជុំវិញអស់កាសជានិច្ចមានព្រះជន្មាយុចំនួន100,000ឆ្នាំចប់អដ្ឋទេសិកថាកណៈចឹងយើងចាំនៅក្នុងសម័យព្រះសម្មាសម្ពុទ្ធពនាមថាអដ្ឋទេសីនេះព្រះបរមពុទ្ធសាសនាបានកើតជាអីមែនជាអីណាជាបរិសឈ្មោះថាសុសិមៈណាសុសិមៈបានបួសអត់មិញបួសអត់បួសណាព្រមមានពាក្យថាតបោះហ្នឹងគឺបួសហើយតែបានជួបនឹងព្រះសម្មាសម្ពុទ្ធពនាមថាអដ្ឋទេសីកណាដើមឈើជាទីត្រាស់ដឹងឈ្មោះថាដើមចាំបកៈព្រឹកបើនឹងប្រែមកថាដើមចំបក់ចំបក់កងកបក់ចំបក់ដើមចំបក់យើងអានតែចំបក់ចំបក់បើបក់គួរតែមានបតៈណាឬក៏អានថាដើមចាំបកៈទៅក៏បានចាំបកៈព្រឹកដើមចាំបកៈដើមចាំបកៈអានជាខ្មែរដើមចំបក់ឯងដើមចំបក់យើងសប្ងៃចំបក់មិនចំបក់ទេទៅចំបក់ចំបក់វាត្រូវព្រោះដើមនឹងផ្លែវាពុះមកបក់ពុះបក់ពុះបក់អូស្រួលមកដែរដើមចំបក់មានណាយើងនេះមានណាជឿឆៃអាដើមធំទៅដើរទៅចងព្រំដីខ្ញុំលឿនណាទៅនោះមានដើមយើងនេះក៏មានណាធំក៏បាត់ដែរដើមធំនោះ
cứ cặp bát á thầm ta chết ta nên hùa đầm ta luôn đó nè rung đầy nè ta lùm bát á chom cho nên bao giờ này bát bây giờ đấy cái lại chết đầm cái lạnh mình miền mình chơi nè chẳng dân khơi sớm mai Phật đó và tra đằng cầm đam chấm bó dân cơ thà đôi chân nằm đấy bà đôi đam và xây dân cơ thà được mà tra đằng mấy mà nữa về bà thà đam chấm bó nè bà thà đam chấm bó bà ông tra đằng cầm đam chấm bó và xong đã đam chấm bó thấm mình lúc mình đấy nè chấm bó nè bà dân cơ thà khơi sớm mai Phật bà ông tra đằng đam và xây dân cơ thà đam và xây dân xong ngày đang miên mê vậy nè đam xây luôn giờ ai chơi ta kết saman nôn dương á na chẳng gì ta dương á bây giờ kết saman ta đông từ tra đằng bất đàm mà xây cái đàm xây miên mà lúc nào cốt một đội đàm mà xây ra ngày tại đàm mà xây bạp ông để tra đằng miên mà lúc miên mê chứ nó đàm xây miên mê thầm thầm này là đàm và thầm miên mê thầm play bị đàm mà xây thầm đà cái nào tại bây giờ kết từ đàm mà xây dương sập ngày nữa từng quy tra đằng mạch thế cái đàm mà xây đóចឹងព្រះដែលមានវិភាគនាមអដ្ឋតេសីព្រះអង្គត្រាស់ដឹងមកព្រះបរមពុទ្ធសាសនាយើងកើតជាកើតជាអីមិញកើតជាបរិសឈ្មោះថាសុសិនេះមើលទៅនេះណានេះគ្រានោះព្រះគ្រានោះពុទ្ធសាសនាយើងជាបរិសឈ្មោះសុសិមៈគណាបួសជាតបៈបួសជាតបៈមានរិទ្ធច្រើនគណាផ្សេងតិចមកតាជាបរិសឈ្មោះថាសុសិមៈគណានៃអដ្ឋតេសីព្រះអដ្ឋតេសីសម្មាសម្ពុទ្ធទេដូណានៃលោកគ្រូតាន់ដូបាត់ដូដោយតដែលបាត់ហើយបាត់4ណាមកផ្លាច់នេះ1 ម៉ោងនេះចិត្ត1 ម៉ោងនេះបានពួនប្រពុតបានពួនណាសឹងអើយសឹងចាំក្រោយលើទាំងវិញពើមិនចង់ទៅដេកតទៅទៀតតែពុទ្ធសាសនាត្រូវកំណត់យ៉ាគេបានអីមកតែពេលរបស់ពេលណាតាមរំលឹកសារមានយើងណាស់តាមរត់เราการเป็นเซอร์เป็นเรียกโดนบัตรเนี่ยรีบรอเขาตัวเราการเจอเรียนเจอโดนตลาดคนเลยตลาดเรียนเจอรอการแข่งรอเติมการเป็นบัตรก็เลยเป็นเซอร์มวยรอลีมวยลีเติมทั้งหมดการผ่านเลยเราเป็นเซอร์ตัวมวยที่เราได้สิ่งที่เราตัวนี้ที่เราเอาไปตรงเอาจะได้ไปตรงนี้
400 500បានខ្ញុំមានបើនៅពួតលេងមួយមកណាដូចថាមើលមួយអាប្រាក្នុងសាលាយើងដាក់ប្រេវាបុនទីបុនវិសាបាទតាមឡាយទៅប្រូដាក់មួយទៅតាមខាងអត់ទៅតាមទៅបានដែលវាលើខាងនេះឆ្នាំតែនេះក៏បានក្នុងសាលានេះសាលានឹងលើមករបស់តែការនេះទេណាពេលណាអង្គទេថាទូណាអង្គទៅលោកហើយមកសេលោកលោកទៅតាមជាទៅទៅតែយើងចេះតាមតើយើងមិនបានទេសំស្របជាតែរីខំទៅណាលោកពីលើអត់ជួយទេអត់ទេទៅណាទេទៅតាមយើងគួរណាស់ទេហើយគេមើលទេទៅតែទីបានដែរគឺมันจะเสร็จที่อะไรเนี่ยอ๋อจะเสร็จครบนะเสร็จครบแล้วนะเป็นชนะแค่ไหนเนี่ยครับเดี๋ยวเราตกแค่ไหนចាំដល់ឡាក់ឡែងណាមួយយើងដាក់ឲ្យខុសនេះទៅបាក់លុបទេសាមីរួចឲ្យមើលតណាគឺក្នុងសម័យព្រះអដ្ឋទេសីសម្មាសម្ពុទ្ធព្រះពោធិសត្វបានកើតជាបរិសុទ្ធឈ្មោះសុសីមាណាបានលះបង់ទ្រព្យសម្បត្តិឲ្យបួសជាតបោះឯងមានឫទ្ធិច្រើនណាបានចូលព្រះសម្មាសម្ពុទ្ធទៅក៏បានស្ដាប់ធម៌ដល់បែបហ្នឹងតាមមកយើងមើលទី15ពុទ្ធទី15ទី15ឬពុទ្ធទី15ហ្នឹងព្រះអង្គទី15ពនាមថាធម្មតស្សីណាបយតស្សីអដ្ឋតស្សីធម្មតស្សី3ព្រះអង្គកាសត្រាស់ដឹងក្នុងកັບជាមួយគ្នាធម្មទេសិកថាក្នុងអបរភាកាលក្នុងអបរភាកាលនៃព្រះពុទ្ធទ្រង់ប្រណិមអដ្ឋទេសិនោះបរិនិព្វានកន្លងទៅហើយទៅព្រះពុទ្ធទ្រង់ប្រណិមធម្មទេសិកើតឡើងក្នុងលោកព្រះសម្មាសម្ពុទ្ធអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ100កោដ100កោដសន្និបាតលើកដំបូងទី1ណាក្នុងទុតិយសន្និបាតមានភិក្ខុ70កោដក្នុងតតិយសន្និបាតមានភិក្ខុ80កោដគ្រានោះព្រះពោធិគ្រានោះពោធិសត្វនៃយើងជាស្ដេចនៃទេវតាឈ្មោះសក្កព្រះអិនណាព្រះអង្គជាព្រះអិនបានបូជាព្រះសាស្តាដោយការមានក្លិនក្រអូបជាទឹកផងដល់ដូរតន្ត្រីដល់ជាទឹកផងហើយព្រះសព្វញ្ញពុទ្ធទ្រង់ជាកថាសកទេវរាជនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងអនាគតនគររបស់ព្រះមានព្រះភិក្ខទ្រង់ប្រណិមធម្មទេសីនោះមានឈ្មោះសារណៈឈ្មោះសារណៈនគរណាព្រះវរៈរាជបិតាប្រណិមសារណៈព្រះវរៈរាជមាតាប្រណិមសុនន្ទាព្រះថេរៈឈ្មោះបតមៈនិងព្រះថេរៈឈ្មោះបោសៈទេវៈ
ជាអគ្គសាវកព្រះថេរៈឈ្មោះសុនិតៈជាពុទ្ធោបដ្ឋៈព្រះថេរីឈ្មោះខេមានិងព្រះថេរីឈ្មោះសពនាមាជាអគ្គសាវិកាមានរតកុរៈវកព្រឹកដើមឈើភ្លើងជាពោធិមានព្រះកាយកម្ពស់80ហត្ថមានប្រជញ្ញមាយុចំនួន100,000 ឆ្នាំចាប់ធម្មទសិកថាកណាតែយើងស្ដាប់មកស្ដាប់មកកណាចាំណាចឹងព្រះសម្មាសម្ពុទ្ធប្រណីមនេះអីមែនធម្មទសីព្រះបរមពុទ្ធសាសព្រះអង្គយើងកើតជាអីកើតជាស្ដេចទេស្ដេចទេស្ដេចកើតជាស្ដេចទេស្ដេចទេស្ដេចទេវតាស្ដេចទេវតាឈ្មោះគេមិនឈ្មោះអីណាឈ្មោះថាសកៈកណាឈ្មោះសកៈឈ្មោះថាសកៈដែលយើងហៅថាប្អិនណាបើយើងទៅសេភ្ជាប់ទៅថាសកៈទេរីពាក្យថាសកៈទេវរីបានអង្គជាស្ដេចនៃទេវតានឹងសកៈនឹងជាស្ដេចទេសកៈនឹងជាស្ដេចតែនេះដែលយើងដាក់ថាព្រះពោធិសត្វបានកើតជាស្ដេចទេវតាឈ្មោះសកៈគឺសកៈទេវរាជនឹងឯងក៏ណានេះដាក់ព្រះពុទ្ធនាមអីមិញណាធម្មៈទេសីក៏ណាធម្មទេសីព្រះអង្គជាស្ដេចទេវតាណាឈ្មោះថាសកៈក៏ណាតែយើងហៅថាសកៈទេវរាជសកៈទេវរាជយៈដំសែបតែបើសិនជាយើងចង់ដាក់ថាជាសកៈយើងដាក់ថាព្រះពោធិសត្វកើតជាសកៈទេរាជតែប៉ុណ្ណឹងក៏បានដែរតែថាព្រះបរមពុទ្ធសាសនាព្រះពោធិសត្វបានកើតជាសកៈទេវរាជតែបើសិនថាដាក់ចេះដាក់ថាដាក់ដូចយើងទៅចេះដាក់ថាព្រះពោធិសត្វបានកើតជាស្ដេចទេវតាឈ្មោះថាសកៈបើយើងអត់ដាក់ចឹងទៅចឹងចង់ដាក់ខ្លីដាក់ថាជាណាកើតជាហើយណាសកៈទេវរាជតែម្ដងក៏បានដែរណាយើងបានប្រកាសទៅចិត្តថាបានបួសហេសកៈទេវរាជបួសកើតអត់ហើយអីបានបួសមិនបានបួសទេវតាហ្នឹងមិនអាចបួសបានទេគាត់ណាតែយើងឃើញយើងភាសាយើងទេវតាណាបដុសយើងភាសាណាអាចបួសបានណាទេវតាទោះថាមានសទ្ធាស្ដាប់ធម៌ជ្រះថ្លាពេញចិត្តចង់បួសជាបព្វជិតដូចយើងអីហ្នឹងជាវិខុសាមណេរបួសមិនបានទេគាត់ណាបួសមិនបានទេនេះណាចាំណានេះនោះតែបើកើតជាទេវតាមានសទ្ធាចង់បួសជ្រះថ្លាចង់បួសណាតែបួសមិនបានទេព្រោះទេវតាមិនអាចបួសបានអញ្ចឹងបួសបានមានតែកំណត់មនុស្សយើងទេបួសបានតែអាចបួសបានណាហើយបួសហ្នឹងក៏យើងមិនចេះតែងាយបានបួសទៅទៀតបួសហើយដែលបានបួសហើយណាមិនងាយចេះតែបួសហើយបានប្រព្រឹត្តល្អទៅទេប៉ុណ្ណាហើយយើងបានបួសជាព្រះសង្ឃនេះជាភិក្ខុសាមណេរក្នុងពុទ្ធសាសនានេះរឹតតែក្រទៅទៀតណាជាងការកើតឡើងនៃពុទ្ធនោះក៏ក្រការដែលបានស្ដាប់នៅពធនោះក៏ក្រការដែលបានបួសជាព្រះសង្ឃនេះគឺថាការបព្វជិនឹងគឺក្រណាក្របួសមកឲ្យក្រនឹងបានបួសជួបសម័យនៃព្រះសัพបញ្ញូពុទ្ធព្រះសាស្តាដែលព្រះអង្គជាស្ដេចអ្នកប្រាជ្ញព្រះអង្គប្រកាសដែលប្រាប់ធម៌ពិតធម៌មែនដែលយើងបានរៀនសូត្រសិក្សាយល់ទាំងអស់គ្នានឹងគឺកម្រទៅទៀតណាក្រណាស់ហើយហេតុអីបានថាក្រពុទ្ធងាយចេះតែកាត់ឡើងណាបងគាត់ណាយូរកើតឡើងម្ដងចាំថាការកើតឡើងនៃព្រះសម្មាសម្ពុទ្ធនឹងនាំមកនៅសុខោពុទ្ធានមបតោការកើតឡើងនៃពុទ្ធហ្នឹងគឺថានាំមកនៅសេចក្តីសុខគឺណាឲ្យយើងបានសុខបាន
ចម្រើនណាស់មានឱកាសចិត្តពេលទៅក៏ជួយគ្នាទៅគណាជួយគ្នាទៅយើងមានឱកាសមានពេលបានមកបួសនេះណាnênខំប្រឹងរៀនទៅរៀនធម៌ទិញថាមើលមកក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធពនាមធម្មទេសីព្រះបរមពុទ្ធសាសនាយើងព្រះអង្គកើតជាស្ដេចទេវតាឈ្មោះថាសកៈឬក៏យើងហៅថាព្រះអិនជាស្ដេចទេវតានៅក្នុងចន្ទតាវតឹងកណាជាធំស្ដេចតាវតឹងនេះណាជាធំលើឋានតាវតឹងផងជាធំលើឋានចាតុមហារាជការផងកណាពិសេសចាកណាឋានចាតុមហារាជការទេវតាជាន់ទី1មានស្ដេចមហារាជ4ទៀតដែលមើលការខុសត្រូវនឹងជំនួសជួយមើលទៅយករឿងរ៉ាវហ្នឹងទៅក្រាបទូលដល់សកទេវរាជមានហេតុមានអីអញ្ចឹងនៅក្រោមអំណាចរបស់សកទេវរាជទៀតក៏ណាឬនៅកាឬនៅអាណាតែគាត់ថាមានសទ្ធាទៅព្រះអង្គបានឲ្យទានថ្វាយនៅអាហារពុទ្ធជនជាទឹកណាកទេវរាជហ្នឹងហើយបានបាយនៅគ្រឿងកោពីអីទៅណាចំពោះព្រះសម្មាសម្ពុទ្ធពនាមធម្មទេសីហ្នឹងក៏ណាទី16យើងឃើញបន្តទៅទៀតទី16ហ្នឹងគឺសទ្ធត្ថកថាព្រះពុទ្ធពនាមថាសុទ្ធត្ថណាព្រះសុទ្ធត្ថព្រះសុទ្ធត្ថព្រះសិទ្ធត្ថណាព្រះសិទ្ធត្ថឬអាចថាសទ្ធត្ថក្នុងអបរភិកាលនៃព្រះពុទ្ធទ្រង់ព្រះនាមធម្មទេសីនោះបរិនិព្វានកន្លងទៅហើយទើបមានព្រះពុទ្ធមួយព្រះអង្គទ្រង់ព្រះនាមសទ្ធត្ថកើតឡើងក្នុងកាប់មួយដែលកាប់នឹងមានតែព្រះពុទ្ធមួយអង្គនោះទេព្រះសម្មាសម្ពុទ្ធអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ100កោដដងទុតិយសន្និបាតមានភិក្ខុ70កោដក្នុងតតិយសន្និបាតមានភិក្ខុ80កោដព្រះនោះពោធិសត្វនៃយើងជាបរិសឈ្មោះមង្គលៈបួសជាតបោះមានតេជះដល់ពងពោះបរិបូរដោយអភិញ្ញាពលៈបានទៅនាំយកផ្លែព្រីងធំមកថ្វាយព្រះមានរុភាព្រះអង្គទទួលសោយផ្លែព្រីងនោះហើយទ្រង់ធ្វើអនុមោទនាជាកពោធិសត្វថារាប់ពីត្រឹមកាប់នេះទៅនៅសល់92កាប់ទៀត94កាប់ទៀតខ្លួនអ្នកនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងអនាគតនគររបស់ព្រះពុទ្ធទ្រង់ព្រះនាមសទ្ធត្ថៈនោះឈ្មោះវេភិរៈព្រះរាជបិតាព្រះនាមជ័យសេនព្រះវរៈមេត្តាព្រះនាមសុផាសាព្រះថេរៈឈ្មោះសាមតេលៈនិងព្រះថេរៈឈ្មោះសុមិតាជាអគ្គសាវកព្រះថេរៈឈ្មោះរេវតៈជាពធុបថាព្រះថេរីឈ្មោះសេចលានិងព្រះថេរីឈ្មោះសុរាមាជាអគ្គសាវិកាដើមកណ្ឌិកាព្រឹកដើមកណ្ឌិកាជាពោធិមានព្រះកាយកម្ពស់60ហត្ថមានប្រជញ្ញមាយុចំនួន100,000ឆ្នាំចប់សទ្ធត្ថកថាចឹងព្រះអង្គកើតជាបរិសឈ្មោះអីមែនជាបរិសឈ្មោះអីជាបរិសឈ្មោះហ៊ានហួរបណ្ណាឈ្មោះអីមែនពោធិសត្វឈ្មោះអីហ៎អើយដល់អានមិញអត់មើលទេនេះឡើយបញ្ជូនចេតនាចាមកអីអេទីពោធិសត្វឈ្មោះអីមែនសីហាបណ្ណាហ៊ានហួរណែមបងឈ្មោះអីមែនពោធិសត្វឈ្មោះអីហ៎អីគេសុទ្ធតៈឈ្មោះព្រះពុទ្ធបាទដែរព្រះពុទ្ធព្រះនាមសុទ្ធតៈព្រះបរមពុទ្ធសាសនាអើយអត់មើលទេមិនដឹងតែបញ្ជូនចេតនាទេកាបងអីមិញកាអត់ទាំងដែរញឹមកាណាញឹមយេណាឈ្មោះនោះក៏អត់ដឹងដែរមិញនេះឈ្មោះថាមង្គលៈនេះអើយមង្គលណាព្រះអង្គឈ្មោះថាមង្គលបួសអត់មិញបានបួសអត់
thì rường có án và nhưng mình chạm đạp chuyện mình sẽ đạp rồi prap cái tham mình chạm chuyện mình sẽ đạp bạp mình rồi prap cái tham trẻ tề nè về về do chất tấm đại là đa đến sẽ đạp nó đằng thở rường đất muội và muội thì bạn đừng đằng đất lại bạn và rồi mua thá yang cái lẽ nè cái phải sama samput pendiam samput pendiam mấy mấy thật thà nè bè sạch thật thà sama samput nè bạn mà con thì đấy đọc vào mùi ông đó nè con thì đọc vào mùi ấy em cái lẽประบรมโพธิสัตว์ในเรื่องของông đấy bạn bùa nó mà tranh bùa này bạn để xài xong mà bùa các bạn rin tho nên bên đây trong sớm mai pre sát tha sama samput pre bồ đề sát bạn cá trên bờ đó múa mang cái lẽ này bạn tranh bùa tiệt này bên đó rồi nghe rồi hello Krista no no no
រិវតរតវតនោសពិតាវនិសម្បណ្ណោណោមតសេតមរតោបាទបន្តទៀតរៀនតទៀតមើលពីរៀនតទៅទៀតដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គព្រះនាមអីគេក្នុងសម័យទី10ពុទ្ធទី10ប្រមាណហើយទៅចូលតទី17ណាព្រះអង្គព្រះនាមទី17តស្សកថាតស្សៈបានន័យថាព្រះនាមព្រះពុទ្ធព្រះនាមតតស្សៈណា17តស្សកថាក្នុងអបរភាកានៃព្រះពុទ្ធទ្រង់ព្រះនាមសទ្ធថានុបរិនិព្វានកន្លងទៅហើយរាប់ថយក្រោយអំពីផតកັບនេះទៅបាន92កັບណា92កັບមានព្រះពុទ្ធពីរព្រះអង្គគឺព្រះពុទ្ធព្រះនាមតស្សៈមួយព្រះពុទ្ធព្រះនាមផស្សៈមួយកើតឡើងក្នុងកាលមួយជាមួយគ្នាព្រះពុទ្ធព្រះនាមព្រះពុទ្ធទ្រង់ព្រះនាមតស្សៈមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ100កោដក្នុងទុតិយសន្និបាតមានភិក្ខុ90កោដក្នុងតតិយសន្និបាតមានភិក្ខុ80កោដគ្រានោះពោធិសត្វយើងចាំណាគ្រានោះពោធិសត្វយើងគ្រានោះពោធិសត្វយើងជាព្រះរាជាទ្រង់ព្រះនាមសុជាតៈមានភោគៈនិងយោះដ៏ធំបានលះបង់រាជសម្បត្តិចេញទ្រង់ព្រះនោះជាតបោះឥសីជាតបោះឫស្សីជាអ្នកមានឫទ្ធិច្រើនថ្ងៃមួយពោធិសត្វបានឮដឹងថាព្រះពុទ្ធកើតឡើងហើយក៏នាំយកផ្កាមន្ទារវៈរបស់ផ្កាឈូកនិងផ្កាបរិច្ឆតកព្រឹកដ៏ជាទឹកទៅបូជាព្រះតថាគតដែលកំពុងគង់ក្នុងកណ្ដាលបរិស័ទទាំង4ហើយយកផ្កាខ្លះធ្វើជាពិដានបាំងតព្រះបាំងតថាគតឲ្យដល់អាកាសថែមទៀតព្រះសាស្តាទ្រង់ព្យាករណ៍ថាតបោះនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងអនាគតរវាង92កັບអំពីកັບនេះទៅតករបស់ព្រះពុទ្ធព្រះនាមតស្សៈនោះឈ្មោះខេមៈព្រះវររាជបិតាព្រះនាមចនៈសន្ធៈព្រះវររាជមាតាព្រះនាមបតុមាព្រះធរៈឈ្មោះព្រហ្មទេវៈនិងព្រះធរៈឈ្មោះឧទយៈជាអគ្គសាវកព្រះធរៈឈ្មោះសម្ភវៈជាវត្ថុបថាព្រះធរៈឈ្មោះពោសានិងព្រះធរៈឈ្មោះសុតតាជាអគ្គសាវិកាមានអសនព្រឹកអសនព្រឹកដើមធ្នង់ជាពោធិមានព្រះកាយកម្ពស់60ហត្ថមានប្រជញ្ញអាយុប្រមាណ100,000ឆ្នាំចប់តសកថាកណាអញ្ចឹងយើងចាំដែលលើកមកនេះដោយសារជាប់តទៅនឹងព្រះបរមពុទ្ធសាសនាដែលកើតក្នុងពុទ្ធអង្គមុនណាហើយចំណែកនគរព្រះអង្គឈ្មោះអីមកព្រានាមតស័កហ្នឹងហើយមានព្រះមេដាព្រះបិតាកសាវកសាវិកាវតុបតាឈ្មោះអីវិជនកម្ពស់ព្រះអង្គប្រមាណអានឹងតកត់ចំណាំចាំខ្លួនឯងទៀតមកប៉ុណ្ណាសូត្រវេមតកថារបស់លោកគ្រូកបណ្ឌិតគាត់បរិញ្ញបានគ្រូបុត្រសវងណាទៅភើមេវេមតកថានឹងសូត្រតែមានព្រះកម្ពស់មានអីប្រាប់ណាហ្នឹងសិច្រឡងចេញពីបេដកមកតែកន្លែងខ្លះមានឃើញដូចផ្្លត់ដែរតិចតែហ្នឹងដាក់ពនាមពុទ្ធមេត្តាវេដាមានអីមកណាបានច្រើនដែរបើរៀនវេមតកថានឹងដឹងច្រើនដែរពនាមអីមែនព្រះព្រមពោធិសត្វពនាមអីណាកើតជាអីបរិជាណាជាស្ដេចព្រះអង្គបានជាស្ដេចព្រះនាមថាសុជាតៈណាជាបរិជាដាក់ប
ពុទ្ធអីមិញពុទ្ធពនាមអីកាសៈណាតាជាព្រះជាអថាមោថាទេជាតៈថាសុជាតិទាំងកបានសុជាតិកើនព្រះពោធិសត្វបានកើតជាព្រះរាជាឈ្មោះថាសុជាតិតៈបណ្ណាបានទី15ពីណានួលឿននេះលឿននួកុពីដាក់លឹកមកនៅនោះវាច្រឡំទុកស្រេចដាក់នៅអត់ទីក៏តអស់អត់ក៏ទៅតែបោះវាពេលទីក៏តបោះទីក៏ជួបមកទៀតវាជាតែបងវិញសម្រាប់ទៅគ្រូហ្នឹងទៅតបោះដាក់ឈ្មោះព្រះអង្គនៅថាជាពួកទៅឈ្មោះតបោះនោះឈ្មោះថាតបោះឈ្មោះអីឈ្មោះថាជាតបោះជាតាអានេះយើងកាត់តើព្រះអង្គជាក្តារជាយើងថាព្រះអង្គថាជាបរិជាតបោះថាជាបរិជាតបោះបរិជាតបោះអាចចូលដល់ថាជាស្រេចតបោះទៀតតបោះបានលើបាននេះមកជាមានហូបអត់ជាបរិជាមកថាជាតាក្រាស់ផលមកអង្គទេពទៅជាតបោះទៅពលថាជានឹងទៅអង្គថាតបោះនេះគឺកម្លាំងយើងណាអង្គនេះទៅចូលសុជាតិតាហ្នឹងតែដល់ពេលបួសទៅអត់តំណែងបរិជាបានជាសុជាតិកាជាសុជាតិរបស់មានឈ្មោះគឺយើងចាំទៅព្រះអង្គស្រីប្រាអរគុណឈ្មោះថាជារបស់គឺជាអីទៅអានទៅប្រាក់នៅថាកណ្ដាលទៅស្រែកតែអត់ទៅឈ្មោះឲ្យទៅតាមពីមុនអ្នករួមនឹងឈ្មោះមកប្រសាទៅណាលើរយមើលទៀតទីប្រមាណណាដល់ប្រពុតទី18គាព្រឹកនេះ20ដល់ទី20ឈប់បាទព្រឹកនេះ8កន្លះឡើយតើបើយើងមកមើលពុតបន្តទៀតគឺព្រះអង្គទី10អីរាទី18ផោសៈកថាឬក៏កន្លែងថាផោសៈកថាពុទ្ធព្រះនាមថាផោសៈកន្លែងខ្លះគេថាផោសៈណាតែមួយដែរព្រះអង្គកន្លែងខ្លះថាផោសៈសមាសម្ពុទ្ធកន្លែងណាផោសៈសមាសម្ពុទ្ធបបផយ៉ាងអានផកកន្លែងហ្នឹងអានសេបតែជាផោសៈណាកថាតែនេះផោសៈកថា18ណាផោសៈកថា
ក្នុងការជាខាងក្រោយនៃព្រះពុទ្ធទ្រង់ប្រណិមថាសៈនុបរិណិព្វានកន្លងទៅហើយព្រះពុទ្ធទ្រង់ប្រណិមផុសៈកើតឡើងក្នុងលោកព្រះមានព្រះភិក្ខអង្គនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ60សែនរូបក្នុងទុតិយសន្និបាតមានភិក្ខុ50សែនរូបក្នុងតតិយសន្និបាតមានភិក្ខុ32សែនរូបច្រើនកណ្ដាលគ្រានោះពោធិសត្វនៃយើងណាគ្រានោះពោធិសត្វនៃយើងគ្រានោះពោធិសត្វនៃយើងជាក្សត្រសោយរាជទ្រង់ប្រណិមវិជិតាវេមកវិជិតាវេមួយជាន់ទៀតណាជាក្សត្រណាជាក្សត្រសោយរាជទ្រង់ប្រណិមវិជិតាតាវេបានលះបង់មហារាជសម្បត្តិហើយចេញទ្រង់ប្រភ្នោះជាភិក្ខុក្នុងសំណាក់ព្រះសាស្តារៀនព្រះត្រៃបិដកចេះចាំហើយសម្ដែងធម្មកថាដល់មហាជនផងបំពេញនៅសិលបារមីផងចំណែកខាងព្រះមានពភាជាទ្រង់ព្យាករថាភិក្ខុនេះគេអានេះបាទថាភិក្ខុនេះព្រមបួសក្នុងសម្រាប់បងថាភិក្ខុនេះបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងអនាគតនគររបស់ព្រះពុទ្ធទ្រង់ប្រណិមផោសៈនោះឈ្មោះកាសីព្រះវររាជបិតាប្រណិមជយសេនព្រះវររាជមាតាប្រណិមសិរិមាព្រះថេរៈឈ្មោះសូរខេតៈនិងព្រះថេរៈឈ្មោះជយសេនជាអគ្គសាវកព្រះថេរៈឈ្មោះសាភិយៈជាពុទ្ធបថៈព្រះថេរីឈ្មោះចាឡានិងព្រះថេរីឈ្មោះឧបចាឡាជាអគ្គសាវិកាមានដើមអាមលក្ខព្រឹកដើមកន្ទុតព្រៃជាពោធិមានព្រះកាយកម្ពស់58ហត្ថមានព្រះជន្មាយុប្រមាណ90000ឆ្នាំចប់ផោសកថាបណ្ណាអូយើងស្ដាប់ហើយឃើញថាក្នុងសម័យព្រះសម្មាសម្ពុទ្ធពនាមផោសៈនេះគឺព្រះអង្គព្រះបរមគ្រូនៃយើងបានកើតជាព្រះបរមពោធិសត្វគឺសោយបជាជាក្សត្រណាជាក្សត្រឬយើងថាជាស្ដេចឈ្មោះថាវិជិតាវេណាកណាពនាមអីប្រពន្ធនេះពនាមអីពនាមថាផោសៈផោសៈយ៉ាងក៏បានឬក៏ហើយខ្លះទៅសេផោសៈចឹងណាហើយខ្លះសេផោសៈចឹងណាហើយខ្លះសេផោសៈតែយើងមិនដាក់ទេថាគាត់ថាសេទៅធ្វើទៅមិនដាក់ថាផោសៈមកតែប៉ុណ្្នឹងអានេះអានសៈណាអានផោសៈសម្មាសម្ពុទ្ធសម័យព្រះផោសៈសម្មាសម្ពុទ្ធព្រះពោធិសត្វបានកើតជាអីគេមិញជាក្សត្រណាសានបិទស្អីអត់សត្រិយៈណាឈ្មោះអីក្សត្រឈ្មោះអីមិញវិវិជិតាវេណាបានបួសអត់មិញណាបានបួសទៅជាភិក្ខុក៏បួសជាភិក្ខុឲ្យរៀនគេព្រះអង្គរៀនអីព្រះពុទ្ធរៀនរហូតដល់ចេះចាំនៅបត្រៃអីពេលដាក់ទៀតកណាដល់យើងអត់ទេបើ3 ដបអាចទៅលឿនបើថា3 ដកយ៉ាំវា3 ដបគេរៀនត្រង់ចាំបត្រៃបេដកយើងត្រង់3 ដបតែមហួរគ្នាទេតែយើងខំប្រឹងរៀនណាប្រឹងរៀនតែនិយាយតែព្រះអង្គក្នុងសម័យនោះព្រះវិជិតាវីនឹងព្រះរាជានឹងជាក្សត្រដែលបានលះបង់ទេជាសម្បត្តិបួសតែជាភិក្ខុ
Bên niệm vị trí ta vì bị khổ nó ban bù nó xâm nạp của bên niệm khó xạ được gặp bó xạ nữa hãy bọn không bình ba rồi mày rốt chẳng mà nè chẳng sẽ được dân khơi bọn bùa không prang riêng tình xăm tình bật lại đó nó đó chạm dân ai còn đặc xạ kê dân ca cái tệ về sao sốt vờ nên hồ ngày ta nà nó có năm nè ri cái rồi giá chấp tôi nè nè thì cái đây ra nằm sa ca tôi em nó đây nhom cái là tôi phèn phật giá mình lại đi cái ra đó mau tôi phèn phật hài ngày muốn ngày muốn đã đi cái ra bắt ra tôi tú tới đây nhom tôi ai phèn phật ra mới cho mà chú phèn phật ô sao nằm chật đấy. Sau này này lên cho này tiền tại chúng bay ta đến nào đây nhé là thì tí để ta tiền 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 lúc tiền này đâu nó là gì ngày rằng em từ hàng cho nó tiền vào lúc để ta cho vào tôm tôm đi rồi từ tôm tôm vào ôi đi con phải ăn đây là tôm ra đây ta 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 không mà toàn về thì có thể là không lứa rồi ăn tới làm nào mà ta phải rồi họ phải họ để phát họ chịu ta chịu tao thời đó học nghề thời mà không phải không phải làm ta để làm để họ để nó làm lại để tôi biết tôi dễ dàng ta tự chọn trên các tự chọn giờ tuần nhìn dân ta đi rồi trong bạn ấy kia này và tôi ra cho việc tham tôi tiêu ta và nó là chăm là để người ta không to nè tôi phải giết để cái dân tham tiêu ta ấy xong rồi lúc này là tiêu ta rồi rồi cả được nữa nè tôi đã rồi đã lời về thật về để một ta về để là rồi những cái được nó sẽ trở thành mà tổ xã về cái khỏi trở về đi tới nó sẽ trở lại từ cái toạt đàm nó của bà để thành lượt nó thì đó là việc đâu là ơi và lửa nhà mình thì còn những cái những cái rồi mình còn thì còn là cái thời gian đặc biệt thì là tôi sẽ hay thay để có để có bang pada berompo sat beniam vici tavi yang khơi nhớ sẽ đạt chắc siết sạt phải lẽ bang rồiจะสมบัติทำไปเจนจะบุกบานนะแต่ธรรมดาจะกันเบอร์สดัดถ้าแล้วบางปรับสมบัติตะบูเวียน
rồi giờ mồm mồm lại bong bàn họ phải rồi là bị đại diện của bên tịnh làไอ้การบกลรอบบัดวันเดียวทับพวนประจานได้สดัดสนองรอบรอยไอ้แต่ยินมาให้ใส่สะอาดเตียดนะพวนสะอาดกันไอ้มาบูบ้านเกินมาจะโยนทอนนะจะสดับไปโยนนะนะอ่านไอ้บุกอ่านนะเดี๋ยวบองรอบสมบัติบุกไอ้เธอบ้านนะว่านะไอ้ยังบ่มอมได้ยังgặp ngayบัวให้มันแต่sợตัวไปนะ ដោយសារយើងរៀនពុទ្ធវចនៈមិនបានយកចូលចិត្តឬក៏មិនបានសំហើយយកចូលចិត្តល្អទៅនៅចន្លេះវាទាញទៅវិញបានណាទាញកន្ត្រាក់ឲ្យធ្លាក់ទៅក្នុងអណ្ដុំនៃកាមគឺយើងរៀនកងធម៌ពួក4ជួបអន្តរាយរបស់ខុសសាមណែរណាទៅមុខទៅជួបពួក4ណាពួក4អន្តរាយរបស់ភិក្ខុសាមណែរអ្នកបួសនោះមានបាន4យ៉ាងណាអីណាតែបរិជាព្រះអង្គជាក្សត្រទៅអាចមកបួសបានគឺអាចារ្យកណាវិជិតាវិលះបង់ឲ្យបួសរៀនសិក្សាត្រៃបិដកក្នុងពុទ្ធអង្គមុនមកចេះចាំទៅទៀតហើយសម្ដែងដល់មហាជនទៅព្រះអង្គពេញបារមីសម្រាប់ខ្លួនព្រះអង្គនៅបានត្រាស់ជាពុទ្ធមកណាតមកយើងមើលចំណុចទី19វិបស្សសិកថាពុទ្ធនាមវិបស្សីក្នុងការជាខាងក្រោយនៃព្រះពុទ្ធទ្រង់ប្រណីមខោសានោះបរិនិព្វានកន្លងទៅហើយទើបទានព្រះមានប្រភិយប្រណីមវិបស្សីកើតឡើងក្នុងលោកព្រះសម្មាសម្ពុទ្ធនោះមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ68សែនរូបក្នុងទុតិយសន្និបាតមានភិក្ខុ91សែនរូបក្នុងតតិយសន្និបាតមានភិក្ខុ80000រូបគ្រានោះពោធិសត្វនៃយើងគ្រានោះពោធិសត្វនៃយើងជានិករាជឈ្មោះអតុលៈម្ដងទៀតណាអតុលៈមកម្ដងទៀតណាតែសម័យពុទ្ធខុសគ្នាណាព្រះពោធិសត្វគ្រានោះព្រះពោធិសត្វនៃយើងជានិករាជឈ្មោះអតុលៈមានឫទ្ធិនិងអនុភាពដ៏ធំបានថ្វាយតាំងជាវិការៈនៃមាសដែលវិចិត្រដល់97ប្រការដល់ព្រះមានប្រភិយទ្រង់ជាកថានាគរាជនេះនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងរវាង91កាប់រាប់អំពីកាប់នេះទៅនគររបស់ព្រះពុទ្ធទ្រង់ប្រណីមវិបស្សីនោះឈ្មោះពន្ធុមគ្គព្រះវររាជបិតាទ្រង់ប្រណីមពន្ធុមាព្រះវររាជមាតាទ្រង់ប្រណីមពន្ធុបតីព្រោះអតព្រះធេរៈឈ្មោះខន្ធៈនិងព្រះធេរៈឈ្មោះតសៈជាអគ្គឧសាវៈព្រះធេរៈឈ្មោះអសោកៈឈ្មោះថាអសោកជាពុទ្ធពថាព្រះធេរីឈ្មោះចន្ទានិងព្រះធេរីឈ្មោះចន្ទមិត្តាជាអគ្គសាវិកាមានបដលិព្រឹកដើមច្រនៀងដើមចនៀងច្រើនតែដើមចនៀងដើមច្រនៀងជាពោធិមានព្រះកាយកម្ពស់80ហត្ថមានរស្មីផ្សាយចេញអំពីព្រះកាយ7យោជន៍ជុំវិញមានប្រជញ្ញអាយុ94000ឆ្នាំចប់វិបស្សីកថាប៉ុណ្ណាទី19វិបស្សីក៏ពុទ្ធពនាវិបស្សីចឹងព្រះបរមពុរិស័ទនៃយើងបានកើតជាអីមែនណាកើតជាបានកើតជាអីបានកើតជាពនាមអីពុទ្ធពនាមអីនេះពនាមវិបស្សីក្នុងសម័យព្រះវិបស្សីសម្មាសម្ពុទ្ធព្រះពោធិសត្វកើតជានេះដាក់ថៃខុសទៅខុសណានេះករាជជានេះករាជឈ្មោះទេមែនឈ្មោះថាតលៈណាអតលៈណា
hàng lơ miền chùa mà đòn á tuần lạ và bột phần niệm ấy được khăn đời chùa và tuần lạ lại và đà để chùa ta tuần lạ đi vì đó đó phần niệm là chị ta về tuần lạ lớn nhất các chiếc đánh địa đấy là sớm mai phải số mình hẹn á trên địa đại đặc biệt là sớm mai về ta xây đến sẽ đánh địa tiền nè đánh địa để chùa tuần lạ được cái tiềnแต่เลยนั่นเนี่ยเครียดจะเป็นอะไรถ้าการจะสละเนี่ยแต่นี่ถ้าการที่เนี่ยเครียดจะsemua atau lah ada cata bukan trong សម័យព្រះវិបស្សីសម្មាសម្ពុទ្ធព្រះពោធិសត្វបានកើតជាអ្នកគ្រាឈ្មោះថាអណ្ដូឡាអណ្ដូឡាអណ្ដូឡាដូចនៅជានាគចេញបួសបានទេនាគបួសបានអត់ទេប៉ុន្តែស្ដេចនាគព្រះបរមពុទ្ធសាសនានេះបានមកធ្វើការបូជាព្រះសម្មាសម្ពុទ្ធណាមកស្ដាប់ធម៌ដើម្បីដែរកណាយ៉ាងចេះជ្រះថ្លាទៅក៏បានត្រៃសរណគមមានសិលមានអីចឹងទៅកណាតាមនៅក្នុងសិលអីចឹងទៅក៏បានជាប្រយោជន៍ដែរព្រោះនាគអាចបួសបានទេជាកំណត់សត្វណាបាយភូមិតែនាគហ្នឹងមានរិទ្ធកណាតែនាគអាចបួសបានតែមានរិទ្ធមានអីអាចរិទ្ធខ្លួនប្រជាមនុស្សនិយាយបានជួយបានជួយឲ្យក្រោមនេះតាមបរិជាទឹកមានបាទតែតាមតែលើនោះទៅណាគេអូខេតាមដល់មួយទៅមួយថៃទៀតអាចារ្យការទេក្នុងសម័យពុទ្ធព្រះអង្គមួយព្រះបរមពុទ្ធសាសនាហ្នឹងកំបារមីពេញបារមីរហូតមកបានអូទៅមកបានគោអាចរកតាស្មោះទៅបានបានអត់រកតាមកាយតែជាបាទេតែតែក៏បានគោអីថានេះเคยមកតាមទេសាលើនេះមានចាត់ណានៅសម័យព្រះវិបស្សីសម្មាសម្ពុទ្ធព្រះពោធិសត្វតាមការជានេះក៏រៀបពុទ្ធាតូឡាអ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 តូឡាណាព្រះការចូលទី20យ៉ាតែ5ដុល្លារទីមក9ដាក់20វាទៀតណាប្រហែលទៀតថ្ងៃចាប់មក24ប៉ុន្តែនៅពុទ្ធព្រះអង្គយើងវិញណាយ៉ាងណាយើងមើលទៅមិនតាន់ចប់ទេនេះទៅបាន54 44ទំព័រណាទាំងអស់វាមាន60ទៅយ៉ាណាត្រូវអស់វាមាន60ទំព័រគេថាមានទៅយូរប៉ុន្មានទៅនេះតែយើងបាន50 44ណាណាសតតែប្រហែលណាសត10ដល់សត15ទំព័រទេណា
អត់ចប់ទេសប្តាហ៍នេះសប្តាហ៍ក្រោយរៀនបានចប់តែចប់តាមបណ្ដាណាជាពិសេសពេលចិត្តប្រឡងមករំលឹកម្ដងទៀតណារំលឹកពេលរៀននាំធ្វើរំលឹកនាំថារំលឹកពេលចិត្តប្រឡងរំលឹកធ្វើណាសេហាត់សេច្រើនមុនប្រឡងជា10ថ្ងៃអីណា5-10ថ្ងៃហ្នឹងណាទាំងអស់ហ្នឹងយកមេរៀនមកវិញអញ្ចឹងព្យាយាមទិញមេរៀនថតសូត្រថតអីក៏រំលឹកតិចតួចទៅសូត្រមាសកាពេលអីទៅសូត្រថតសូត្រថតអីពេលមកនេះទិញមេរៀនពេលចេញពីរៀននេះមានឱកាសទិញមេរៀនកុំវល់ទៅឆានវល់លេងបន្លែងណាទិញមេរៀនមើលមេរៀនទៅហើយត្រង់អីក៏អញ្ចឹងពេលចេញមេរៀនពេលសៀលហ្នឹងក៏ម៉ោង3យើងចេញម៉ោង4ម៉ោង5អីយើងអាចទិញបានធ្វើអីកិច្ចកម្មឲ្យមានត្រូវធ្វើក៏ធ្វើថាអត់នេះទេទិញតាមមេរៀនទៅជប់ឡើងថ្ងៃព្រឹកទិញទៅក៏បានដែលយើងនេះចន្លោះពីម៉ោង10ទៅដល់ម៉ោង9ដល់ម៉ោង10 1ម៉ោងដែរអាចទិញបានមកជួរពីរជួរក៏យកទៅពួកធေါ်បានដោយពួក2ពួក3ពួក4អីវាខ្លីល្មមអាចទិញបានមួយចាំហ្នឹងទិញចាំភ្លាមហើយវានៅតែភ្លេចតែយើងសារទិញមើលសារថ្មីណាតែទិញឲ្យទុកចោលភ្លេចអត់កណាក៏ភ្លេចដូចតែគ្នាទេមិនមែនតែភ្លេចទេណាគាត់តែយើងចាំខ្លះភ្លេចខ្លះចឹងតែបើយើងប្របានរៀនបានទិញយូរទៅណាយើងមើលចំណុចទី20សិក្ខេកថាបានមើលប្រពុតនាមថាសិក្ខីក៏ណាក្នុងការខាងក្រោយនៃព្រះពុទ្ធទ្រង់ប្រនាមវិបស្សីនុបរិនិព្វានកន្លងទៅហើយមានព្រះពុទ្ធពីរព្រះអង្គគឺព្រះពុទ្ធទ្រង់ប្រនាមសិក្ខីមួយព្រះពុទ្ធទ្រង់ប្រនាមវេសភូមួយកើតឡើងក្នុងក្នុងរវាង91កັບរាប់ថយក្រោយអំពីផតកັບនេះទៅព្រះពុទ្ធទ្រង់ប្រនាមសិក្ខីមានសាវកសន្និបាត3លើកគឺក្នុងបឋមសន្និបាតមានភិក្ខុ100,000រូបក្នុងទុតិយសន្និបាតមានភិក្ខុ8,000រូបក្នុងតតិយសន្និបាតមានភិក្ខុ7,000រូបគ្រានោះព្រះពោធិសត្វនៃយើងសោយរាជជាស្ដេចទ្រង់ប្រនាមអរិនតមៈណានេះព្រះពោធិសត្វណាចាំច្បាស់ណាគ្រានោះព្រះពោធិសត្វនៃយើងសោយរាជជាស្ដេចទ្រង់ប្រនាមអរិនតមៈបានថ្វាយមហាទានមានចៃវរៈទានជាដើមព្រមទាំងថ្វាយដំរីកែវប្រដាប់ដោយកែវ7ប្រការដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានមិនត្រឹមតែប៉ុណ្ណោះបានទាំងថ្វាយកប្បយភ័ណ្ឌដល់ព្រះសម្មាសម្ពុទ្ធថែមទៀតព្រះសាស្តាទ្រង់ព្យាករថាព្រះរាជាអង្គនេះបានត្រាស់ជាព្រះពុទ្ធមួយអង្គក្នុងរវាង31កັບរាប់អំពីផតកັບនេះទៅចាលើនេះមាន91ទេលើមិញ31ទេណាបើយើងមកបាទនេះបើតឡៃព្យាករនេះប្រាប់ថា31កັបទេមិនចាដល់ពេលពុទ្ធសិក្ខីព្យាករថា31ដល់ពេលលើទៅដាក់91នេះវាកើតឡើងក្នុងរវាង91កັបរាប់ថាក្រៅពេលថាក្នុងរវាងវាចន្លោះហ្នឹងបាទពេលថាដាក់31ហើយអំពីផតកម្មទៅនគររបស់ព្រះពុទ្ធទ្រង់ព្រះនាមសិក្ខីនោះឈ្មោះអរុណវតីព្រះរាជបិតាព្រះនាមអរុណព្រះវររាជមេតាព្រះនាមបភិវតីណាពុបរោះណាបភិវតីមានកូនមានចៅដាក់ចឹងក៏បានដែរតែអង្គណាដែលសឹកទៅមានកូនមានចៅណាឈ្មោះដាក់ចឹងទៅហើយដាក់ឈ្មោះកូនមេកទឿកូននរឹកហ្នឹងកើតមកដាក់ឈ្មោះពភាវតីអីក៏ដាក់ទៅណាព្រះថេរៈឈ្មោះអភិភូនិងព្រះថេរៈឈ្មោះសម្ភវៈជាអគ្គសាវកព្រះថេរៈឈ្មោះខេមង្គរៈណាខេមង្គរៈជាពុទ្ធុបដ្ឋៈព្រះថេរីឈ្មោះខេមានិងព្រះថេរីឈ្មោះបតុមាជាអគ្គសាវិកាមានបណ្ឌរិកៈព្រឹកដើមស្វាយសណាជាពោធិមានព្រះកាយកម្ពស់39ហត្ថមានរស្មីផ្សាយចេញអំពីព្រះសរីរៈ3យោជុំវិញមានប្រជញ្ញមាយុប្រមាណ37,000ឆ្នាំចប់សិក្ខេកថាកណាសិក្ខេកថា
ព្រះពោធិសត្វមិញកើតជាអីជានេះទៀតដែរកើតជាស្ដេចណាជាព្រះរាជាណាជាក្សត្រសោយព្រះរាជណាសោយរាជជាស្ដេចពនាមអីព្រះអង្គពនាមអីណាពនាមព្រះអង្គឈ្មោះថាអរិន្ទៈតមៈណាចឹងក្នុងសម័យព្រះសិក្ខីសម្មាសម្ពុទ្ធណាសិក្ខីសម្មាសម្ពុទ្ធព្រះពោធិសត្វបានកើតជាស្ដេចតម្ដងទៅចឹងដាក់ជាស្ដេចប៉ុន្តែថាជាក្សត្រសោយរាជជាស្ដេចម្នាក់ជាព្រះរាជាសោយរាជជាស្ដេចណាចឹងខ្ញុំថាព្រះអង្គបានកើតជាស្ដេចណាជាស្ដេចឈ្មោះថាអីមិនឈ្មោះថាអរិន្ទៈអរិន្ទមៈណាឈ្មោះថាអរិន្ទមៈកណាបើតាមមេរៀនថាជាក្សត្រណាជាក្សត្រជាព្រះរាជាសោយរាជជាស្ដេចហើយយើងដាក់តែជាស្ដេចតម្ដងទៅវាចប់រឿងមកហើយកណាតែក្នុងសម័យព្រះសិក្ខីសម្មាសម្ពុទ្ធព្រះពោធិសត្វបានកើតជាស្ដេចឈ្មោះថាអរិន្ទមៈណាជាស្ដេចជាក្សត្របាទជាព្រះរាជាអ្នកសោយរាជជាស្ដេចឈ្មោះថាអរិន្ទមៈអញ្ចឹងក៏បានតែវែងទៅដល់ទៅបាក់តាក់ខ្លីប៉ុណ្ណោះព្រះពោធិសត្វបានកើតជាស្ដេចឈ្មោះអរិន្ទមៈព្រោះព្រះរាជាក៏ស្ដេចហ្នឹងឯងស្ដេចក៏ព្រះរាជាក្សត្រក៏ព្រះរាជាព្រះរាជាក៏ក្សត្រក្សត្រក៏ស្ដេចយ៉ាងណាអញ្ចឹងបាន20ហើយណាហើយស្ដេចព្រះរាជាអរិន្ទមៈនេះបានស្ដាប់ពធទៅបានធ្វើអីខ្លះមែនបានដឹងថាប្រពុតកាត់ឡើងបានថ្វាយគេណាថ្វាយទានណាថ្វាយមហាទានចំពោះព្រះដែលមានព្រះភិក្ខុសង្ឃដែលមានប្រពុតជាប្រប្រទានរហូតដល់ថ្វាយដល់ទៅ97ប្រការទេមិនចាដាប់ដល់97ប្រការទៀតយើងស្ដាប់ទៅកន្លែងនោះក៏រស់ប៉ុណ្ណាហើយយើងអាចយករឿងនោះទៅទេសជាឧទាហរណ៍បានបើយើងមានកម្មវិធីវល់អីអាចទេសបានហើយថ្វាយនេះយើងថាថ្វាយនេះព្រះរាជារិន្ទមៈនឹងសោយរាជនេះជាស្ដេចហើយពនាមផងទាំងអរិន្ទមៈបានថ្វាយមហាទានមានជ័យប្រទានជាដើមហើយមិនប៉ុណ្ណាថ្វាយតម្រៃមហាទានជាដើមនោះហើយណាមានថ្វាយតម្រៃដែលតម្រៃកែវប្រដាប់ដោយកែវ7ប្រការនេះរៀបចំមានកែវពិទូកែវមរកតអីជាដើមបាយពោករណមានភាពនៃកុសលហើយថ្វាយកបយៈភ័ណ្ឌគឺតកតងនឹងកតអីអញ្ចឹងណាអត់សាលាធ្វើទៅថ្វាយពោព្រះមានរូបភាពនឹងពិកុសង្ឃកណាបានជាហេតុឲ្យព្រះសិក្ខីនឹងព្រះអង្គព្យាករថានឹងបានត្រាស់ជាពុទ្ធណាត្រប់ទៅ91កាប់ណាទី21វេសពុកថាកណាណាយើងអត់តាន់ទៅសេទេតាន់អានទៅម៉ោង9ប៉ុណ្ណាហើយសម្រាប់ណាកុំរៀនបខំពេកច្រើនអង្គដែរហើយណាហើយថ្ងៃមករៀនបន្ថែមទៀតបានប៉ុណ្ណាប៉ុណ្ណឹងទៅហើយសប្តាហ៍ក្រោយឲ្យមានឱកាសហើយจะរៀនបានក៏រៀនទៀតណាបើអត់រវល់តាណាណាពលប៉ុណ្ណឹងកឋិនក៏សម្រាប់ទៅហើយយើងអាចចាប់ដល់កឋិនយើងបានរៀនទីតទៅហើយស្អែកថ្ងៃបោះសុតថ្ងៃវណ្ណាចេញភាសាសុចបូជាណាមកទៅរកមើលផ្កាយបានតែយើងរៀបចំបូជាប្រតិបអីកុំអស់ហើយអត់ហើយកុំចឹងអញ្ចឹងហើយមិនលើថាអត់ប្រហោះមួយប្រេងយើងនៅហើយអត់ទេប្រេងអាចបូជាបានណាធ្វើសុចបូជានេះតែសុចបូជាហើយសុចបូជាហ្នឹងកណ្ដាលនឹកឃើញរឿងការកណ្ដាលនៅខន្តីណាធ្វើសបាយនៅចាំដល់ថ្ងៃកណ្ដាលនៅខន្តីសបាយថ្ងៃចេញភាសាណាសុចបូជាប៉ុន្តែការនៅខន្តីអឺអានបៃដកផងណាអានបៃដកអាន3ថ្ងៃអានមុនសុចបាទអានបៃដកមានអានអភិធម្មប៉ុន្តែការនៅខន្តីអានតាមអភិធម្មបៃដកទេណាអានបៃធម្មបៃដកអានតាមពីថ្ងៃ13កើតចឹងអានពេល
ព្រឹកឡើងឆាន់រួចទៅនាំនេះអានស្ដាប់ទៅឲ្យសូត្រអានទៅសូត្រមាសកាដាប់ទៅបូជាទៅថ្ងៃសៀលក៏សូត្រទៅអានអ្នកអានទៅយើងអ្នកស្ដាប់ចឹងទៅហើយសូត្របូជាទៅវាជាក់ទៅយប់ឡើងអីចឹងទៅយកសម្រាប់ទៅដល់ម៉ោង 9 មកអីសម្រាប់ចឹងដែរហើយថ្ងៃព្រឹកឡើង 14យើងធ្វើទៀតសូត្រអានទៀតទៅហើយអភិធម្មយើងសូត្រកុសលាណាទៅពឹស្ដាអីខែបតាមនោះទៅហើយទៅអានទៅសម្រាប់ទៅមាសកាទៅសូត្រទៅអានច្រោះនេះចឹងទៅដល់យប់ដល់ថ្ងៃសុចបូជាហ្នឹងចប់ពេលតងាយហ្នឹងព្រលប់ឈប់អានហើយសំដែងបឋមដល់ពេលយប់ហ្នឹងសំដែងបឋឈប់អានបេដកពេលយប់បានត្រឹមពេលល្ងាចយប់ឡើងសំដែងបឋគ្រប់អសុចបូជាហើយបានរៀបចំបតិបូជាណាថ្ងៃសុចបូជាយប់បូជាមិនយប់ទៅភ្លឺណាពួកកណានៅនោះនៅយប់ទៅភ្លឺសបាយណាការសុចបូជាណាតែដើរបតិសិនខ្លោងទ្វារឆ្ងាយណាដូចយើងពេលនេះចោះទៅផ្លូវក្រមចឹងខ្លោងទ្វារក្រមនោះបើគាត់ថាដីនោះវាដីស្មើចឹងណាដីស្មើវាមានដូចយើងដើរឡើងទួលទេដីគេនោះដីស្មើណាឆ្ងាយពីសាលាឆាន់ទៅដល់ខ្លោងទ្វារនោះដូចខ្លោងទ្វារយើងនៅក្រោមចឹងឆ្ងាយចឹងតែដីស្មើដើរបតិសិនរៀបប្រទីបតាមហ្នឹងតាមមាត់ស្រះអាមុខខ្លោងទ្វារចូលទៅវត្តចឹងចូលបានប្រហែលជា10 ម៉ែត្រ 20 ម៉ែត្រប៉ុណ្ណឹងគេជីកស្រះធំមកជីកស្រះរហូតទៅដល់ចិត្តដល់ដើមពោធិ៍ស្រះវែងដល់ប្រហែលជា50 ម៉ែត្រស្រះហ្នឹងណាបដោយនេះទៅតឹងប្រហែលជា25 ម៉ែត្រដែរណាទៅឥឡូវនឹងតែគេលុបមិនដឹងដែរណាខ្ញុំដែលបានចូលតាំងពី2011មកចេញមកក៏ចេញមករហូតដែលបានចូលទៅអាចលេងម្ដងទៅមានលោកស្គាល់គ្នាហ្នឹងដែលបានទៅខាន់តែណាតែនឹកឃើញសប្បាយកាន់តែបូជាមួយលោកមួយអីហើយអង្គខ្លះពេលច្រើនសឹកអស់ហើយនៅខ្លះនៅដូចនៅបន្តិសពូននៅដែរនៅវត្តតោរងហើយបន្តិសពូននៅតតោហើយបើលោកសៅមួយដែលសូត្រធម៌ជាមួយហ្នឹងសៅម៉ៅរងហើយទៅរៀននៅភូមិមាពេលកាន់ត្រឡប់មកវិញដែរលោកចប់នេះហើយលោកកំពុងរងហើយកំពុងរៀនអភិវង្សៈនៅភូមិមាណារៀនថ្នាក់អភិវង្សៈណាអភិវង្សៈនោះគឺរៀន3 ដកណារៀនបត្រៃ3 ដកថាកថាដីកាម្ដងរៀនណាទៅថាលោករៀនបកែសោមកតាមវានៅខ្មែររៀនបកែណាលោកទិញបាតែមកអីមិនមួយអាទិត្យកន្លះខែនឹងចប់កណាទិញបាតែមកពិតអីសុតណាតែលោកទិញ 2 នាក់ទិញដៃគោមួយលោកសាសនារងៃសកអន្តរវាសនាហ្នឹងបងអូនអាចារ្យសារ៉ែនបងអូនលោកគ្រូធម្មមាននទិញ 2 នាក់ឯងទិញកន្លះខែទិញបាតែមកហើយទិញអភិធម្ម9 បរិច្ឆេទឲ្យលោកទិញចប់ច្រើនមកលោកការមុនទៅរៀនភូមិនេះទិញលឿនណាទិញលឿនដោយលោកគ្រូសំបន្ទឿនឯប្រវត្តិលោកទិញបាតែមកមួយអាទិត្យហ្នឹងណាទិញមួយអាទិត្យហើយសម្ដេចសេនុក៏អញ្ចឹងដែរសម្ដេចសេនុទិញបាតែមកមួយអាទិត្យសម្ដេចសេនុបួសរាប់បួសសម្ដេចតាអញ្ចឹងណារាប់បួសទិញបាតែមកមួយអាទិត្យទេណាគ្រូសំបន្ទឿនបួសមកភាសាអីចេះអស់ហើយសូត្រមន្តពុស្ដាខេបអីហ្នឹងកុសលអីមកភាសាចេះអស់ណាព្រោះភាសាចេះអស់សូត្រមន្តពុស្ដាអីមិនអកុសលអីពុស្ដាមិនចេះអស់ធម៌តូចធម៌ធំប្រជុំបិណ្ឌដូចយើងសូត្រចេះអស់ទៅរៀនមកភាសា3 ខែចេះបាទណារៀនបាតែមកមួយអាទិត្យណាលោកគ្រូរៀនព្រះបល័យកលាកណានៅថៃអាចារ្យឈ្មោះលោកអាចារ្យសូរកាយបណ្ណាយុលោកប្អូនកណាទេចាំដូចគ្នាចឹងអ្នកដែលចាំចឹងកណាចាំលោកទិញវេចកបល័យតូចគេអ្នកទិញចិត្តលោកគេទិញកចាយណៈដល់ពេលលោកចាប់ទាំងពីរលោកចាប់អាបល័យតូចដល់លោកទិញផងអាលោកលឺគេនោះក៏លោកក៏ចាប់ដែរគេនោះចាប់សូត្របានលោកក៏ចាប់សូត្របានអាខ្លួនលោកទិញនេះក៏សូត្របានដូចគ្នាទៀតលោកទិញមកពេលហ្នឹងបាន2ដល់នៅគេឲ្យទិញថតជុំគ្នាអញ្ចឹងដូចតែអង្គដែលអង្គុយដូចទៅលឺអញ្ចឹងគេអង្គុយនោះគេទិញកចាយណៈលោកនេះអង្គុយទៅនេះទិញបល័យតូចលោកទិញរបស់លោកផងលោកស្ដាប់ឲ្យគេទិញនោះផងដល់ឯនោះចាប់លោកក៏ចាប់លោកចាប់របស់លោកដែរគណៈតាchờដល់តចាំរកការចងចាំរបស់មនុស្សណាគណៈអ្នកខ្លះរៀនចាំអញ្ចឹងយើងមានឱកាសមានពេលហ្នឹងខំប្រឹងរៀនតែគណៈមកស្កាប៉ុណ្ណា